ដូច្នេះយើងត្រូវមានសិទ្ធិការពារខ្លួនហើយមានសិទ្ធិតតាំងទៅថៃវិញដើម្បីយកដីខ្មែរមកវិញប៉ុន្តែភាសានេះភាសាលោកញឹកមុនឆៃអាចអំពុលទុកខ្លួនឯងហើយព្រោះលោកហ៊ុនសែនកំពុងតែរករឿងអ្នកណាដែលហ៊ាននិយាយថាឲ្យកម្ពុជាវាយថៃទៅដើម្បីបានដីវិញដែលចាត់ទុកក្រុមឧទាមក្រុមពួកខ្មែរក្រៅប្រទេសដែលណាហ៊ាននិយាយតែអត់បាននិយាយអីសោះហ្នឹងគាត់ទៅលៀបពណ៌ដាក់គេហើយប្រាប់ថាសិតតែក្រុមក្បត់ជាតិក្រុមបំផ្លាញសន្តិភាពក្រុមអីឥឡូវលោកញឹកប៊ុនឆៃនិយាយចេះគាត់ថាគាត់មានឃ្លាច្រើនណាស់ខ្ញុំសូមលើកទឹកចិត្តបងប្អូនទាំងអស់គ្នាដែលប្រើប្រាស់បណ្ដាញសង្គម Facebook សូមបងប្អូនចូលទៅមើលគេហទំព័រ Facebook របស់លោកញឹកប៊ុនឆៃឬក៏គណៈបកខ្មែររួបរวมជាតិវាយពាក្យថាគណៈបកខ្មែររួបរวมជាតិអញ្ចឹងទៅហើយនឹងឃើញវីដេអូដែលផុស4ថ្ងៃមុនគឺពីថ្ងៃទី23ខែមិថុនាហ្នឹងហើយទៅ download វីដេអូនឹងទុកឲ្យហើយទៅកុំឲ្យគាត់លុបចោលតាន់ព្រោះអីតែមានរឿងអីនិយាយបកស្រាយអីរឿងនេះគាត់ខ្លាចអំពុលទុកហ្នឹងគាត់អាចនឹងលុបវីដេអូនឹងចោលទៀតដែរព្រោះខ្លាចថ្នាក់លើររឿងតែគាត់និយាយហ្នឹងគឺត្រូវក្នុងនាមភាពក្លាហានជាមេដឹកនាំទេហើយចាំមើលខ្ញុំនិយាយថាគាត់និយាយថាម៉េចគាត់ប្រាប់ប្រជាពលរដ្ឋភូមិរងចាំខុសពីលោកហ៊ុនសែនលោកហ៊ុនសែនទៅមុនលោកញឹកប៊ុនឆៃប្រាប់ថាឲ្យរងចាំទៅគឺចរចាជាមួយថៃដើម្បីយកដីមកវិញអីអញ្ចឹងទៅរងចាំចឹងបានជាគាត់ដាក់ភូមិរងចាំហ្នឹងគឺរងចាំបានដីពីថៃវិញដោយការចរចាតាមយន្តការអន្តរជាតិដែលធ្វើការទូតការអីចឹងដែលគាត់រដ្ឋាភិបាលធ្វើមកកន្លងមកហ្នឹងដែលអត់ទាន់បានផលអីសោះហ្នឹងក៏ប៉ុន្តែលោកហ៊ុនសែនថារងចាំទៅហើយអត់មានប្រើពាក្យថាបាញ់គ្នាឬក៏ប្រើតបអីអ្នកណាប្រើហ្នឹងគាត់ទៅលៀបពណ៌ឲ្យពួកប្រឆាំងហ្នឹងថាតែចង់បានសង្គ្រាមលោកញឹកប៊ុនឆៃជាអតីតមេតបហើយមិនចូលសង្គ្រាមដូចជាមិនចាញ់លោកហ៊ុនសែនដែរប៉ុន្តែមេតបពីរនេះមានចរិតខុសគ្នាព្រោះមេតបលោកហ៊ុនសែនគឺមេតបគាត់ខ្លាំងជាមួយខ្មែរគ្នាឯងគាត់បីមួយងើបមួយប៉ុន្តែជាមួយថៃគាត់ប្រាប់ថាសន្តិភាពសម្របសម្រួលផ្សះផ្សាចរចាអញ្ចឹងទៅហើយបើលោកមកញឹកប៊ុនឆៃអត់និយាយចឹងទេលោកថាចេះលោកថាកងទ័ពយើងលើកក្រោយនេះអត់ដូចកងទ័ពខ្មែរកាលពីថ្ងៃទី21ខែធ្នូឆ្នាំ2025នេះគឺភាសារបស់គាត់ទេមិនមែនខ្ញុំអ្នកថាខ្ញុំសប្បាយហើយទៅលើកងទ័ពយើងប្រកែកអង្គអាចក្លាហានគាត់ថាកងទ័ពយើងពីថ្ងៃនេះគឺជាកងទ័ពទំនើបអត់ដូចកងទ័ពសម័យថ្ងៃ21ចុះទៅមិនខុសគ្នាកន្លះឆ្នាំហ្នឹងឲ្យកងទ័ពយើងក៏คลายមកពីឋានប្អិនណាដែលលោកញឹកប៊ុនឆៃទុកចិត្តមកម៉េះថាគ្រាន់បើទំនើបខ្លាំងជាងថៃមកពេចហ្នឹងតែគាត់ទុកចិត្តគាត់ថាកងទ័ពយើងលើកក្រោយនេះណាអត់ដូចកងទ័ពកាលពីថ្ងៃទី21ខែធ្នូ2025ទេប្រហែលជាលោកសម្ដៅទៅលើកងទ័ពយើងកាលហ្នឹងដែលវាយបាក់ស្បាតទុកឲ្យថៃយកដីអស់60 70កន្លែងហ្នឹងគាត់តែមិនដឹងគាត់ថាកងទ័ពយើងក្រោយនេះគឺទំនើបគ្រប់យ៉ាងបាទគាត់ថាទំនើបគ្រប់យ៉ាងខាងលើក៏មានខាងក្រោមក៏មានគ្រប់គ្រឿងណាលើនោះប្រហែលជាគាត់សំដៅទៅលើទ័ពអាកាសខាងក្រោមហ្នឹងគឺសំដៅលើទ័ពជើងគោកអីអញ្ចឹងទៅគាត់ថាកងទ័ពថ្មីវឹកវើរួចហើយរាប់ម៉ឺននាក់បាទវឹកវើហ្នឹងប្រហែលជាមើលពីថ្ងៃ21ខែធ្នូមកដល់ខែមិថុនាហ្នឹងវាប្រហែលបងប្អូនវា6ខែដែរអញ្ចឹងគាត់ថាវឹកវើរួចហើយទាហានខ្មែរត្រៀម40ឆ្នាំដើម្បីវាយថៃអត់បានឥឡូវលោកញឹកប៊ុនឆៃគាត់ថាវឹកវើរួចហើយតែ6ខែនេះគាត់ថាអាវុធយុទ្ធោបករណ៍ទាំងអាកាសជើងទឹកជើងគោកគ្រប់គ្រាន់សម្រាប់ការពារដណ្ដើមដីដែលថៃយកមកវិញឲ្យបានដណ្ដើមដីដែលថៃយកពីកម្ពុជាគឺដណ្ដើមយកមកវិញឲ្យបានហើយប្រាប់ឲ្យប្រជាពលរដ្ឋភូមិរងចាំនឹងទុកចិត្តគាត់និយាយដោយភាពអង់អាចក្លាហាននេះគាត់និយាយថាកម្ពុជាធ្វើអស់ហើយអត់ធ្មត់ក៏ធ្វើតស៊ូផ្លូវច្បាប់ក៏ធ្វើហើយគាត់ថាបើប្រើយន្តការអន្តរជាតិទាំងអស់នេះអស់ហើយថៃមិនព្រមប្រគល់ដីឲ្យខ្មែរវិញទេអត់ប្រគល់ផ្ទះសម្បែងជូនប្រជាពលរដ្ឋនៃភូមិរងចាំនេះវិញទេគឺគណៈបកសម្ព័ន្ធភាពណែគាត់សម្ដៅទៅលើគណៈបកខ្មែររួបរวมជាតិរបស់គាត់ហ្នឹងនិងគណៈបកសម្ព័ន្ធភាពប្រមាណ20 30ដែលចូលដៃជាមួយរដ្ឋាភិបាលហ្នឹងគឺនឹងគាត់នឹងស្នើទៅរដ្ឋាភិបាលសុំ
ប្រើកម្លាំងយោធាដើម្បីដណ្ដើមដីយកមកវិញប្រជាពលរដ្ឋផ្ទះដៃប្រាវអាការលោកហ៊ុនសែនសួរចង់វាយថៃអត់ចង់វាយអីស្ងាត់ឲ្យឈឹងលោកហ៊ុនសែនថាស្ដាប់ទៅប្រជាពលរដ្ឋគេចង់បានសុខសន្តិភាពឥឡូវនេះដល់ពេលមេតបអតីតមេតបខ្មែរទៅកន្លែងដដែលទៅនិយាយថាគឺតិចទៀតស្នើឲ្យរដ្ឋាភិបាលវាយថៃតែម្ដងដោយសារទាហានយើងមានកម្លាំងជាងមុនបានវឹកវើមានយុទ្ធោបករណ៍ចុះគ្រឿងសព្វាវុធដែលបានហ្នឹងបានរត់ក្រោះពីចិន39គ្រឿងហ្នឹងថ្ងៃមុនហ្នឹងមិនមែនយើងចាញ់ថៃមិនមែនចាញ់ដោយសារគ្រឿងយុទ្ធោបករណ៍ដែលយើងមានស្រាប់ហ្នឹងមិនមែនទេអាហ្នឹងជាកត្តាមួយហើយយើងចាញ់ថៃបងប្អូនរឿងច្រើនយ៉ាងណាស់មិនមែនតែរឿងសព្វាវុធយោធាទេបើមានសព្វាវុធយោធាហ្នឹងថៃគ្រាន់តែអត់សូវហ៊ានក្អកខ្លាំងឯងវាយវាមិនបានច្រើនចឹងឯងប៉ុន្តែយើងចាញ់ថៃមិនមែនរឿងសព្វាវុធយោធាតែមួយមុខទេទី1គឺការបែកបាក់ជាតិការបែកបាក់សាមគ្គីជាតិខ្មែរដែលធ្វើឲ្យថៃមើងងាយយើងបងប្អូនដូចខ្ញុំនិយាយចឹងថាឆ្លោះគ្នាក្នុងគ្រួសារដូចស្រាតកាយាបង្ហាញញាតឆ្លោះគ្នាក្នុងសង្គមជាតិដូចលាតកំណប់ទ្របឲ្យចៅថៃដឹងច្បាស់ណាស់ថាខ្មែរអត់ត្រូវគ្នាទេអញ្ចឹងនៅពេលដែលយើងឆ្លោះគ្នាខ្មែរគ្នាឯងគឺតែមានការអីគឺគេយកវាយយកបានហើយខ្មែរគ្នាឯងនឹងឆ្លោះគ្នាចែកគ្នាអារឿងគេវាយយកបានហ្នឹងតើគេវាយយកបានឬក៏មិនបានទៀតណែទៅឆ្លោះគ្នាអញ្ចឹងទៀតអាគេលួចប្លន់យើងមកហើយហ្នឹងមកឆ្លោះគ្នាខ្មែរគ្នាឯងរឿងគេអត់តាន់យកបានទេគេយកបានហើយក្រុមប្រឆាំងថាអូភ្នំទ្រាប់តើប្រាសាទតាមាន់ធំគេយកបានក្រុមគណៈបកប្រជាជនកម្ពុជារដ្ឋាភិបាលថាអត់ទេក្រុមនឹងក្រុមញុះញង់ក្រុមអីអញ្ចឹងទៅណែវាចេះអារបស់គេលួចហើយហ្នឹងយើងមកបែកបាក់គ្នារឿងទប់កុំឲ្យថាវាគេលួចច្រើនពេកស្អំចិត្តទៅកុំឲ្យរដ្ឋាភិបាលនឹងអាក្រក់ពេកទប់មិនបានអញ្ចឹងទៅរករឿងក្រុមប្រឆាំងថា AI ថាអីហ្នឹងថាឆ្លោះគ្នាបែកខ្ទិះថៃដឹងបាត់ថាយើងឆ្លោះគ្នាបែកបាក់ជាតិតានេះមិនមែនដោយសារតបយើងខ្សោយទេតបយើងនៅព្រំដែននឹងខ្លាំងណាស់អ្នកដែលនៅជួរព្រំដែនគ្មាននរណាខ្លាំងជាងតបខ្មែរក្រហមនៅម៉ាឡៃនៅប៉ៃលិននៅកំរៀងនៅអីភ្នំព្រឹកអីហ្នឹងដែលស៊ាំនឹងភូមិសាស្ត្រហ្នឹងអស់ដើរអត់មានស្បែកជើងទេគឺស៊ាំអស់ហើយនៅកន្លែងណាក៏ដូចបាតដៃហ្នឹងចង់និយាយថាទីតាំងភូមិសាស្ត្រវាយរបៀបសង្គ្រាមឆ្លប់សង្គ្រាមអីហ្នឹងក៏តែមិនឈ្នះខាងទាហានខ្មែរដែរអាហ្នឹងបើនិយាយពីបាត់ពិសោធន៍ពីអីរបស់ទាហានខ្មែរនេះយើងគិតថាខ្លាំងដែរប៉ុន្តែអាទី1គឺយើងបែកបាក់ជាតិអត់មានសាមគ្គីអត់មានការផ្សះផ្សាយើងងើបមួយវាយមួយយើងបំផ្លាញគណៈបកសង្គ្រោះជាតិយើងបំផ្លាញខ្មែរគ្នាឯងយើងចាប់សកម្មជនដាក់គុកយើងបំផ្លាញសារព័ត៌មានឯករាជ្យយើងបំផ្លាញអង្គការសង្គមស៊ីវិលយើងនិយាយទៅគឺយើងធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធដែលភាពសុខដុមរមនានៃជានានិងរឹងមាំរបស់យើងដែលជាគេកំផែងការពារដែនអធិបតេយ្យរបស់យើងរំលាយឲ្យបែកបាក់ខ្ទេចខ្ទីអស់ហើយហ្នឹងដូច្នេះចៅថៃឆ្លៀនពៀនគឺគេងាយនឹងត្រៀនចូលយើងណាព្រោះគេដឹងគេហ៊ានដោយសារតែយើងវាបែកបាក់ហើយតបរបស់យើងអត់មានយុទ្ធោបករណ៍នឹងទំនើបតាន់សម័យគ្មានយន្តហោះបដិញគ្មានដ្រូនអីទំនើបដូចថៃទៀតសំអញ្ចឹងទៀតខាងនោះវាយយកតែម្ដងអាហ្នឹងរឿងមួយគឺរឿងផ្សះផ្សាជាតិរឿងបែកបាក់ជាតិហ្នឹងគឺជារឿងធំបំផុតដែលខ្ញុំជឿថាជាកម្មវត្ថុមួយដែលធ្វើឲ្យថៃមើលងាយយើងហើយមិនមែនរឿងយុទ្ធោបករណ៍ហ្នឹងម៉ានេះទី2រឿងអីដែលធ្វើឲ្យថៃវាយខ្មែរបានគឺរឿងភាពឯកោរបស់កម្ពុជាដែលអត់មានមិត្តបរទេសដែលសំខាន់ជាលោកសេរីជាសម្ព័ន្ធមិត្តរបស់ខ្មែរព្រោះយើងទៅអែបជើងចិនយើងបំផ្លាញប្រជាធិបតេយ្យយើងកំទេចខ្ទេចខ្ទីអស់អាសិទ្ធិមនុស្សហ្នឹងអាមេរិកក៏ថ្កោលទោសសហគមន៍អឺរ៉ុបដក EBA យើង 20% និយាយទៅពិភពលោកប្រទេសសេរីគឺគេថ្កោលទោសយើងគ្រប់គ្នាអត់តែចិនវៀតណាមរុស្ស៊ីហុងហ្គារីនិយាយទៅឡាវអីហ្នឹងទេដែលគេនៅអោបកសោបនៅជួយយឹតយងដោយរុស្ស៊ីអីហ្នឹងឯងដែលនៅខាងខ្មែរដែលបំផ្លាញសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហ្នឹងប៉ុន្តែអ្នកទាំងអស់នោះណាពេលដែលគេនៅខាងខ្មែរដែលយើងរំលោភសិទ្ធិមនុស្សណាបំផ្លាញប្រជាធិបតេយ្យឲ្យត្រូវបានសហគមន៍អន្តរជាតិប្រទេសលោកសេរីដោយអាមេរិកអីថ្កោលទោសសហភាពអឺរ៉ុបអីថ្កោលទោសតែយើងបានចិនជួយកាងយើងបានវៀតណាមជួយកាងយើងបានឡាវជួយកាងយើងបានរុស្ស៊ីជួយកាងយើងអត់បានជួយអីបានដើម្បីជាតិយើងឯងព្រោះទាំងអស់នេះទាំងរុស្ស៊ីទាំងចិនទាំងវៀតណាមទាំងឡាវ
ហុងហ្គារីដែលប្រទេសកុម្មុយនីសទាំងអស់នេះគេជួយកាងកម្ពុជានៅលើឆាកអន្តរជាតិនេះគឺគេជួយកាងដើម្បីគេឲ្យប្រទេសកុម្មុយនីសហ្នឹងមានគ្នាគេទេវាអត់មែនដើម្បីជួយខ្មែរទេគេដើម្បីឲ្យសម្លេងកុម្មុយនីសគេហ្នឹងថាណែនៅមានចិននៅមានរុស្ស៊ីនៅមានវៀតណាមនៅមានកូរ៉េខាងជើងនៅមានឡាវមានអីគេភូមាអីចឹងទៅគឺជាប្រទេសផ្ដាច់ការទាំងអស់នេះគេនៅរឹងមាំចង់និយាយថាឲ្យអំណាចនៃផ្ដាច់ការហ្នឹងដើម្បីឲ្យគ្មានគ្នាច្រើនតែមិនមែនជួយខ្មែរទេគឺគេជួយឲ្យសម្លេងគេដើម្បីប្រយោជន៍ការពារភាពផ្ដាច់ការនិងពួកបកកុម្មុយនីសគេហ្នឹងឲ្យមានរូបភាពច្រើនតាព្រោះអីលោកសេរីអញ្ចឹងបានថាយើងទៅសែបគប់ស្ពៃយើងស្ពៃហើយតែពេលសាច់គោលោកលាក់ហ្វីឡុងហ្វីលេអីយើងក៏វត្តចោលអស់ហើយអញ្ចឹងយើងមិនទៅបានអីហូបដល់តែពេលយើងវាយគ្នាជាមួយថៃយើងអត់មានអ្នកណានៅខាងខ្មែរសោះព្រោះអ្នកដែលដូចខ្ញុំនិយាយចឹងរុស្ស៊ីចិនវៀតណាមឡាវអ្នកទាំងអស់នេះគេជួយខ្មែរយើងរឿងរំលោភសិទ្ធិមនុស្សប្រជាធិបតេយ្យយើងថាអត់អីទេប៉ុណ្ណឹងយើងរដ្ឋអធិបតេយ្យមិនត្រូវមានរដ្ឋបរទេសណាមកជ្រៀតជ្រែកកិច្ចការសិទ្ធិមនុស្សសិទ្ធិអីសិទ្ធិនយោបាយទុកឲ្យរដ្ឋាភិបាលកម្ពុជាអ្នកសម្រាប់ជោគវាសនាអានឹងជាភាសា logic អ្នកណាក៏និយាយបានដែរហើយកម្ពុជាបានអញ្ចឹងអូនិយាយពីទូងស្គរផ្សាយចង់ដាច់ខ្យល់ស្លាប់ហើយគឺចិនក៏នៅខាងខ្មែររុស្ស៊ីក៏នៅខាងខ្មែរវៀតណាមក៏នៅខាងខ្មែរឡាវក៏នៅក្នុងខាងខ្មែរជួយតបតទៅនឹងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហជីវជាតិដែលគេនិយាយរិះគន់អំពីសិទ្ធិមនុស្សនៅស្រុកខ្មែរដែលកក្រិចហើយដល់ពេលយើងនៅពេលដែលការពារមួយលោកសេរីយើងមានគ្នាយើងសិតតែពួកកុម្មុយនីសយកមកការពារសិតតែចោលមកការពារយើងជាមួយនឹងមនុស្សល្អហើយទៅយើងនៅខាងពួកជនទុច្ចរិតហ្នឹងហើយទៅយើងមានទម្ងន់អីយើងគេហៅថានាងរត់រអ្នកហ្នឹងហើយយើងរត់ទៅរតែគ្នាឯងហ្នឹងឲ្យដល់ពេលហើយធម្មតាជួយហ្នឹងគ្នាកក្រិចហ្នឹងចិត្តតែជួយដើម្បីអីមានការអីយើងទៅជួយគេវិញឲ្យគេហ្នឹងកុំឲ្យម្នាក់ឯងនៅក្នុងការប្រយោជន៍ជាតិសាសន៍កុម្មុយនីសគេទេតតែពេលវាយគ្នាប្រាវជាមួយថៃរុស្ស៊ីក៏មានសេដ្ឋកិច្ចធំជាមួយថៃចិនក៏មានសេដ្ឋកិច្ចធំជាមួយថៃវៀតណាមក៏មានសេដ្ឋកិច្ចច្រើនជាងខ្មែរជាមួយថៃឡាវក៏មានទំហំសេដ្ឋកិច្ចជាមួយថៃគ្រាន់បើជាងខ្មែរអ្នកទាំងអស់នេះប្រលេះដៃខ្មែរចោលបាត់រឿងទឹកដីអធិបតេយ្យប្រប៉ុនមេឃរត់ចោលខ្មែរបាត់ចិនចាក់ខ្សែប្រលេះដៃខ្មែរចោលតសើថាទុកឲ្យខ្មែរនិងថៃដោះស្រាយដោយសន្តិវិធីចរចាទ្វេភាគីមនុស្សកំពុងតែវាយគ្នាបែកក្បាលបែកក្បូនប្តីប្រពន្ធពីរនាក់បោចសក់គ្នាចាក់គ្នាដេរាប់ធ្នេយើងនៅខាងក្រៅអូសុំឲ្យជជែកគ្នាទៅពីរនាក់ប្តីប្រពន្ធហ្នឹងយើងត្រូវគ្នាវិញទៅយើងនិយាយសម្របសម្រួលគ្នាទៅខ្ញុំអ្នកចិត្តខាងខ្ញុំសុំអត់លូកដៃចូលក្នុងកិច្ចការគ្រួសារអ្នកទេបោកនោះក៏បោកមកម្លេះអាកាលមកយកកម្រៃយកចំណេញអីកេងប្រវាញ់កម្លាំងញើសឈាមរបស់ប្រទេសកម្ពុជាមួយឆ្នាំនាំតំណែងទៅចូលខ្មែរ13,000 លានដុល្លារឲ្យលុយខ្មែរខ្ចីប្រឡំយកតែការប្រាក់អស់មកកណោដល់តែពេលមានរឿងអីនៅខ្មែរឆ្លោះគ្នាជាមួយថៃវាយគ្នាបែកក្បាលបែកក្បូងអត់មានជួយចាប់ជួយទាញជួយធាក់ថៃមួយជើងពីរមកប្រាប់ថាខ្ញុំមិននេះដែរខ្ញុំមិនលូកដៃក្នុងកិច្ចការផ្ទៃក្នុងទេព្រោះអីថៃក៏ជាមិត្តខ្មែរក៏ជាមិត្តអញ្ចឹងបានថាយើងអាការសែបគប់ហ្នឹងគឺសំខាន់ណាស់យើងសែបគប់តែយើងសែបគប់ស្ពៃយើងហូបស្ពៃហើយបងប្អូនហើយយើងកុំទៅបន្ទោសរដ្ឋាភិបាលកម្ពុជាដែរដោយសារតែយើងធ្វើអារបៀបដឹកនាំរដ្ឋឲ្យបំផ្លាញសិទ្ធិមនុស្សនិងប្រជាធិបតេយ្យអាសាច់គោឬក៏លុកលាក់អីគេហ្នឹងគេដើរចេញឯងអញ្ចឹងយើងនៅក្បែរតែរឿងអាស្ពៃហ្នឹងដែរព្រោះវាដណ្ដែតមកច្រើនពេកអញ្ចឹងយើងអត់មានសាច់គោអត់មានអីផងមិនរកស្ពៃហូបទៀតបានស្អីទៀតឥឡូវបានស្ពៃអីហ្នឹងនៅពេលដែលថៃនិងខ្មែរឆ្លោះគ្នាយើងដែលជាមិត្តដៃថែបយើងនេះចិននេះដែលយើងគិតថាជាមិត្តដៃថែបនេះប្រលេះដៃចោលយើងឲ្យយើងវាយគ្នាតទៅទៀតឲ្យចរចាដេខ្លួនឯងរកឆ្នាំលៀបខ្លួនឯងហើយទៅចូលដៃគ្នាជាមួយថៃធ្វើសម្ពយុទ្ធយោធាកំពុងតែវាយគ្នានឹងទៅធ្វើសម្ពយុទ្ធយោធាជាមួយថៃឯនោះទៅវិញ
តែយើងឈឺចាប់ប៉ុណ្ណាបងប្អូនមើលបើសិនជាយើងប្តីប្រពន្ធម្នាក់ដែលថាងខ្ញុំអត់អីសម្របសម្រួលប៉ុន្តែក្នុងពេលជាមួយគ្នានឹងជួយសម្លៀងកបិតឲ្យដៃគូមកខាងទៀតដើម្បីสนุกចាក់ដៃខាងនេះឲ្យស្រួចអាការដែលធ្វើសម្ពយុទ្ធយោធាវាជាការរឹតបន្តឹងសន្តិសុខតំបន់ប្រចាំឆ្នាំអីប៉ុន្តែខ្មែរនិងថៃកំពុងតែឆ្លោះគ្នាបើយើងផ្អាកអានឹងមួយឆ្នាំសិនទៅវាចង្រៃអីបើយើងចង់អព្យាក្រឹតកុំឲ្យខ្មែរនឹងវាឈឺចាប់កំពុងតែឆ្លោះគ្នាខាងនោះវាយបែកក្បាលដេប្រមាណធ្នេជាជាងការដែលជួយមកទាញឲ្យគឺណែនាំប្រាប់ដើម្បីឬក៏ទប់កុំឲ្យមកវាយយើងទៅហុចក្របកភ្លើងឬក៏យើងទៅជួយសម្លៀងកបិតឬក៏យើងជួយសាក់ថ្មអាដបងឆក់នឹងឲ្យខាងនោះឲ្យស្រួលដើម្បីវាយបានថែមទៀតតើនេះឬជាមិត្តដៃថៃខ្ញុំកំពុងតែឆ្ងល់ហើយហេតុអីបានជាកម្ពុជាស្ថិតនៅក្នុងស្ថានភាពបែបហ្នឹងអាមេរិកក៏តែអញ្ចឹងយើងនឹងចុងក្រោយកាលពីមុនជេរអាមេរិកដល់ចុងក្រោយទៅអែបជើងអាមេរិកលោកហ៊ុនម៉ាណែតនឹងចង់ឲ្យលោកត្រាំនឹងបានពានរង្វាន់ Nobel សន្តិភាពប្រឹងណាស់ទៅចូលក្នុងអាគណៈកម្មការក្រុមប្រឹក្សាសន្តិភាពដែលបង្កើតឡើងដោយលោកត្រាំនឹងថាអីណាចេះតែនិយាយទៅលើកសរសើរធ្វើព្យុហយាត្រាគ្រប់គ្រងឲ្យលោកត្រាំបានពានរង្វាន់ Nobel សន្តិភាពដើម្បីតែស្អំចិត្តអាមេរិកឲ្យជួយមើលខ្មែរផងពេលឆ្លោះគ្នាជាមួយថៃព្រោះយើងឯកោដឹងខ្លួនឯកោដែរព្រោះចិនដែលមិត្តដៃថៃប្រលេះដៃចោលវៀតណាមអត់លវីលវល់អីសោះហ្មងព្រោះអីគេកេងចំណេញពីយើងគេសុកចិត្តយកអាការមិនជ្រៀតជ្រែកផ្ទៃក្នុងរបស់អាស៊ានធ្វើជាលេះស្អីផ្សេងទៀតក៏ជ្រៀតជ្រែកបានដែរប៉ុន្តែដល់ពេលយើងឆ្លោះគ្នាគឺយកច្បាប់មកនិយាយមកគឺយករួចខ្លួនគ្រប់គ្នាហ្មងអូអត់ហ៊ាននិយាយទេព្រោះអាស៊ានយើងមានច្បាប់មិនលូកលាន់កិច្ចការផ្ទៃក្នុងនយោបាយអាហ្នឹងលោកហ៊ុនសែននិយាយរាល់ដងតាឲ្យតែមានការអីគណៈបពប្រឆាំងចង់បានឲ្យថៃជួយដើម្បីការពារស្អីសកម្មជនខ្មែរដែលរត់ចេញពីប្រទេសកម្ពុជាទៅថៃកុំធ្វើទុកបុកម្នេញលោកហ៊ុនសែនថាថៃគេមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងស្រុកខ្មែរទេព្រោះជាសមាជិកអាស៊ានតែមានការអីគេចាប់បញ្ជូនមកឲ្យខ្មែរវិញហ្នឹងអីឡាក់នឹងឡាក់អញ្ចឹងទៅនិយាយរឿងអត់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងដល់ពេលឥឡូវអ្នកទាំងអស់ហ្នឹងឮអញ្ចឹងយកអាលេសហ្នឹងបដ ாய் ទៅអត់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងឲ្យខ្មែរថៃវាយគ្នាបែកក្បាលតទៅទៀតហើយទៅនាំគ្នាកេងចំណេញនយោបាយចំណេញសេដ្ឋកិច្ចចំណេញអីយួននេះកាប់លុយនៅពេលដែលឆ្លោះគ្នាជាមួយថៃយួននិងចិនកាប់លុយទៀតព្រោះដោយសារអីទំនិញវៀតណាមហូរចូលខ្មែរដូចទឹកបាក់ទំនប់ចិនក៏តែអញ្ចឹងម៉ាឡេក៏តែអញ្ចឹងដល់ពេលនេះអត់តាក់តងអត់ដោះស្រាយអីទាំងអស់អានេះហើយគឺជាចំណុចមួយដែលយើងឯកោនៅខ្ញុំនិយាយមិញហ្នឹងថាប្រទេសកុម្មុយនីសគឺពុតត្បិតណាស់គឺចំណេញតែសម្រាប់តែប្រយោជន៍សួនទូរបស់គេទេតែមានការអីគេប្រលេះដៃយើងចោលមិនមែនកម្ពុជាអត់ដឹងទេកម្ពុជាដឹងតែបានខំប្រឹងរត់មកអោបជើងលោកដូណាល់ត្រាំសរសើរផងចង់ឲ្យបានពានរង្វាន់ Nobel សន្តិភាពលាក់នឹងលាក់ប៉ុន្តែយើងទៅស្មានតែអាមេរិកជឿយើងមិនមែនអាមេរិកមិនល្ងង10គត់ដោយសារតែយើងទៅអោបជើងមួយថ្ងៃហ្នឹងគេជឿថាយើងមកនៅខាងអាមេរិកទេចោតលោកកឹមសុខាពីបទខុបខិតជាមួយនឹងអាមេរិកផ្ដួលរំលំរដ្ឋាភិបាលឥឡូវផ្ដន់ទាទោសលោកកឹមសុខាឲ្យជាប់គុកហើយជាប់នឹងអាមេរិកក្នុងការដែលខុបខិតដើម្បីផ្ដួលរំលំរដ្ឋាភិបាលហ្នឹងចឹងអាមេរិកនៅក្នុងជាប់នៅក្នុងបញ្ជីខ្មៅរបស់តុលាការកម្ពុជាបិទផ្លូវតវ៉ាបាត់ហើយនៅពេលដែលលោកកឹមសុខាអត់ប្តឹងជំទាស់ទាំងនឹងអាសាលដីការបស់តុលាការឧទ្ធរនេះដើម្បីជាធ្នូនៃការបានគេបន្ធូរបន្ថយខ្លះដោយនៅក្នុងទ្រុងយកមកប្រឡែងខាងក្រៅចងស្លាប់កស៊ូយកកស៊ូចងស្លាប់ឲ្យប្រហោះឲ្យហោះធ្លាក់នៅដីហ្នឹងអាហ្នឹងគឺជាអ្វីដែលជាធ្នូក្នុងការបាននៅក្រៅឃុំហ្នឹងឥឡូវហ្នឹងអាមេរិកនៅជាប់ឈ្មោះជាប្រទេសដែលខុបខិតជាមួយលោកកឹមសុខាផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាហើយយើងអត់ដកអាបត់ចោតនឹងចោលសោះដោយសារតែយើងដកអាហ្នឹងវារួចខ្លួនអាមេរិកវារួចខ្លួនលោកកឹមសុខាវារួចខ្លួនគណៈបកសង្គ្រោះជាតិវារួចខ្លួនស្អីដែលធ្វើឲ្យខ្មែរផ្សះផ្សាជាតិវិញវាទៅជាអាក្រក់អារឿងដែលបំផ្លាញអស់ហើយស្រាប់ដល់ពេលទៅដូរវាធ្វើឲ្យអាការធ្វើពីមុនមកខុសអញ្ចឹងឲ្យជ្រុលក្បាលកពើអាមេរិកជាប់ជាជនរងគ្រោះជាជនអក្រិតជាប្រទេសមួយជាប់ឈ្មោះនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាថាជាប្រទេសខុបខិតផ្ដួលរំលំរដ្ឋាភិបាលដល់អញ្ចឹងអាមេរិកកំពុងតែឆ្លោះគ្នាជាមួយថៃទៅធ្វើសម្ពយុទ្ធយោធាពោះវែកមាស
ជាមួយថៃឲ្យឲ្យសម្ភារៈយោធាថៃជួយលុយរាប់រយលានដុល្លារទៅដល់យោធាថៃហើយទៅឲ្យផ្សះផ្សាគ្នាតែអត់ថ្កោលទោសថៃសំបីតែមួយម៉ាត់ដោយសារតែអាមេរិកនិងថៃជាសម្ព័ន្ធមិត្តនៅក្នុងសន្ធិសញ្ញាយូរហើយផងហើយដោយសារតែសេដ្ឋកិច្ចថៃនិងអាមេរិកក៏វាធំជាងកម្ពុជារាប់ដងអញ្ចឹងទី2គឺយើងចាញ់ថៃដោយសារតែយើងឯកោផ្នែកនយោបាយនិងទំនាក់ទំនងអន្តរជាតិខ្មែរយើងការទូតក៏យើងចាញ់គេដែរដោយសារអីមិនមែនអ្នកការទូតខ្មែរល្ងងទេមិនមែនបណ្ឌិតបញ្ញវន្តមន្ត្រីអីដូចលោកប្រាក់សុខុនអីសុទ្ធតែបញ្ញវន្តខ្មែរបារាំងអង់គ្លេសចេះលលាយហ្នឹងប្រកែណាតែយើងប្រកែយ៉ាងម៉េចក៏ដោយនៅពេលដែលនយោបាយមួយដែលធ្វើឲ្យនិស្សិតបញ្ញវន្តក្រិនខួរក្បាលណាដល់អញ្ចឹងយើងអាចជួយជាតិអីនេះបានក្រៅតែពីធ្វើតាមមាគាបកដល់អញ្ចឹងទៅយើងឃើញបណ្ឌិតបញ្ញវន្តរបស់យើងហ្នឹងគឺល្ងងហ្មងតាមពិតឆ្លាតណាស់ហើយដល់ពេលហើយឃើញគោលការណ៍នយោបាយការបរទេសរបស់កម្ពុជាយើងក៏បរាជ័យដែរដោយសារអីមានតែប្រទេសមកកេងចំណេញនយោបាយហៅទៅឲ្យជួយគេនេះផ្សំឲ្យគ្រាន់តែឃើញមុខឃើញអីគេមកលេងគេមកអីហ្នឹងដើម្បីទំនាក់ទំនងការបរទេសការទូតធម្មតាជាភាពប្រក្រតីប៉ុន្តែឲ្យនៅខាងខ្មែរអត់មានអ្នកណានៅខាងខ្មែរមួយស្ទាល់តែសោះនេះបានយើងបង្ហាញការពិតថាតើតាពេលឆ្លោះគ្នាជាមួយថៃបានដឹងថាខ្មែរឯកោមែនតើសូម្បីតែប្រទេសមួយប្រទេសនៅលើโลกនេះមាន193ប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិតាមមួយក៏អត់ដែរមកថ្កោលទោសថៃពីរឿងឈ្លានពានកម្ពុជាអត់ហ្មងម្នាក់គឺមើលមកឃើញថាកម្ពុជាក៏ខូចថៃក៏ខូចអញ្ចឹងគិតថាខូចដូចគ្នាអត់លូកដៃតែម្ដងអាមេរិកមិនត្រឹមប៉ុណ្ណឹងទេលោកត្រាំតសៅលោកត្រាំឲ្យបានពានរង្វាន់ Nobel សន្តិភាពថ្ងៃមួយថ្ងៃដែលប្រជុំពានរង្វាន់ក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំហ្នឹង Board of Peace ហ្នឹងគាត់ឡើងមកនិយាយនៅចំពោះមុខលោកហ៊ុនម៉ាណែតហ្នឹងហ្មងថាកម្ពុជានិងថៃគឺ nasty fighters គឺជាគូប្រយុទ្ធគ្នាដ៏ស្មោកគ្រោកបានន័យថាម៉េចអាមេរិកក៏គិតថាយើងស្មោកគ្រោកថៃក៏ស្មោកគ្រោកអញ្ចឹងគេអត់ជួយទាំងអស់យើងឯកោចឹងតែម្ដងតាមពិតអាក្រក់ជួជាតិតែម្ដងអាមេរិកហ្នឹងក៏អាក្រក់ដែរសហគមន៍អន្តរជាតិហ្នឹងក៏អាក្រក់ជួជាតិដែរអង្គការសហប្រជាជាតិហ្នឹងក៏អាក្រក់ជួជាតិដែរអ្នកណាក៏ដឹងដែរថាថៃឈ្លានពានកម្ពុជាមិនចំពោះថាអំពើឈ្លានពាននឹងបានមកពីនយោបាយក្រុមគ្រួសារតកូលហ៊ុនឆ្លោះគ្នាមួយក្រុមគ្រួសារតកូលបៃថងឋានការលិចអាវីដេអូបែកសម្លេងបែកធ្លាយធ្វើឲ្យបថងឋានជាប់គុកជាប់ណាគេបណ្ដេញចេញពីនាយករដ្ឋមន្ត្រីចុងក្រោយសាររបស់លោកហ៊ុនសែនអត់គម្របនឹងធ្វើឲ្យលោកថាច់ស៊ីននឹងបាត់បង់អំណាចពីជាប់គុកអស់មួយឆ្នាំទៀតដែលថាធ្វើពុតជាឈឺធ្វើអីហ្នឹងនឹងអាស្អីផ្សេងទៀតលាក់អីហ្នឹងថាហ្នឹងក៏អញ្ចឹងចោះក៏ប៉ុន្តែថៃក៏មិនមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការវាយកំទេចឈ្លានពានដែនអធិបតេយ្យកម្ពុជាដែរគ្មានច្បាប់ណាអនុញ្ញាតឲ្យអ្នកធ្វើដូច្នេះទេថៃមិនពេញចិត្តតកូលហ៊ុនក្រុមគ្រួសារបញ្ហាអសិលធម៌រឿងលិចបែកធ្លាយរឿងស្អីរឿងតបទៅនឹងការបិទព្រំដែនរបស់ថៃឬក៏ការដែលថៃតែកម្ពុជាពហិការបន្លែឬក៏ប្រេងសាំងថៃបន្លែផ្លែឈើប្រេងសាំងថៃឬក៏ស្អីលាក់នេះទាំងអស់នេះគឺជាចំណាត់ការនយោបាយក៏មិនមានភាពស្របច្បាប់គ្រប់គ្រាន់ដើម្បីឲ្យថៃអាចនឹងទម្លាក់គ្រាប់សម្រាប់ទាហានខ្មែរសម្រាប់ជនស៊ីវិលខ្មែរឬក៏យកយន្តហោះ F16 ហោះចូល90គីឡូដីនៅក្នុងដល់តំបន់ស្រីស្នំនៅឯខេត្តសៀមរាបក្នុងដែនអធិបតេយ្យរបស់កម្ពុជាដ៏ជ្រៅនោះដែរអត់មានច្បាប់ណាអនុញ្ញាតឲ្យថៃធ្វើដូច្នេះទេយើងធ្វើអីក៏ដោយថៃចោទកម្ពុជាពីរឿងធ្វើឲ្យផ្ទុះមីនដាច់ទាហានជើងទាហានថៃអស់10នាក់ជាងទោះជាអ្នកចោទយ៉ាងណាក៏ដោយទោះជាចោទថាកម្ពុជាប្រើមីនខុសអាសន្ធិសញ្ញាអនុសញ្ញាអូតាវ៉ាឆ្នាំ1994អីក៏ដោយទោះជាចោតស្អីក៏ដោយលាក់នឹងក៏ថៃអត់មានសិទ្ធិណាមួយនៅក្នុងការឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជាដែរហើយបើជ្រុលជាឈ្លានពានហើយក៏អត់មានសិទ្ធិឯណានឹងដាក់កងកម្លាំងនៅច្បាមយកដីខ្មែរដល់ទៅ67កន្លែងនោះដែរវាអត់មានអាឈ្លានពានខុសហើយ
វាខុសលើកទី2គឺខុសដល់ថ្នាក់ដែលដណ្ដើមយកដីខ្មែរបាន60កន្លែងជាងហើយកសាងដីខ្មែរកែប្រែឲ្យទៅជាដីថៃខុសលើខុសខុសលើខុសតាទាំងអស់នេះហេតុអីបានជាអន្តរជាតិនៅស្ងៀមបងប្អូនហេតុអីបានជាអន្តរជាតិនៅស្ងៀមសំណួរនេះគឺលោកហ៊ុនសែនធ្លាប់សួរម្ដងកាលពីប្រមាណជាង10ឆ្នាំមុនព្រោះខ្ញុំចាំប្រសាសន៍របស់លោកហ៊ុនសែនពេលគាត់ថ្លែងសារមួយជេរស្ដីឲ្យអង្គការសហប្រជាជាតិថាអង្គការសហប្រជាជាតិនេះគឺជាអង្គការដែលប្រព្រឹត្តអំពើអត់មានយុត្តិធម៌សម្រាប់កម្ពុជាទេព្រោះអីពេលដែលមានការអីចង់ដោះស្រាយបញ្ហាសិទ្ធិមនុស្សប្រជាធិបតេយ្យពេលដែលរដ្ឋាភិបាលរំលោភសិទ្ធិមនុស្សប្រជាធិបតេយ្យអង្គការសហប្រជាជាតិថ្កោលទោសរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាហ្នឹងថារំលោភសិទ្ធិមនុស្សរំលោភប្រជាធិបតេយ្យអីអញ្ចឹងគាត់ថាពេលហ្នឹងមកថ្កោលទោសរដ្ឋាភិបាលកម្ពុជាថារំលោភសិទ្ធិមនុស្សប្រជាធិបតេយ្យចោះកាលពីសម័យខ្មែរក្រហម3ឆ្នាំ8ខែ20ថ្ងៃអង្គការសហប្រជាជាតិនៅឯណាខ្ញុំសរសើរលោកហ៊ុនសែនកន្លែងហ្នឹងគាត់និយាយត្រូវអង្គការសហប្រជាជាតិនៅឯណាខ្មែរត្រូវខ្មែរក្រហមកាប់សម្លាប់3ឆ្នាំ8ខែ20ថ្ងៃស្លាប់អស់1លាន7សែននាក់តើអង្គការសហប្រជាជាតិនៅឯណាសិទ្ធិមនុស្សឯណាសិទ្ធិប្រជាធិបតេយ្យឯណាអន្តរាគមន៍របស់អង្គការសហប្រជាជាតិដើម្បីជួយរំដោះកម្ពុជាលោកហ៊ុនសែនធ្លាប់និយាយចឹងណាហើយខ្ញុំថាលោកនិយាយត្រូវខ្ញុំក៏ធ្លាប់គិតដូចនេះដែរថាហេតុអីបានជាអង្គការសហប្រជាជាតិមើលរំលងកម្ពុជាមិនយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាកម្ពុជាកាលពីកម្ពុជាកំពុងលង់ក្នុងរបបផ្ដាច់ការខ្មែរក្រហមសម្លាប់បង្អត់បាយយ៉ាងវិទនារកទីបំផុតគ្មានប្រជាពលរដ្ឋរាប់លានអ្នកខ្លាយទៅជាជនរងគ្រោះមកដល់ឥឡូវនៅតែមានជំងឺបាក់ស្បាតនឹងផងក៏ប៉ុន្តែយើងត្រូវចាំចេះដែរអាកាលឆ្នាំ1975ហ្នឹងណាថ្ងៃ17មេសាឆ្នាំ1975ពេលដែលខ្មែរក្រហមវាយចូលកាន់កាប់ក្រុងភ្នំពេញបានហើយបន្តគ្រប់គ្រងអំណាច3ឆ្នាំ8ខែ20ថ្ងៃដល់ថ្ងៃទី7មករាឆ្នាំ1979ហ្នឹងណាតាមពិតអង្គការសហប្រជាជាតិអត់នៅឯណាទេគឺនៅហ្នឹងក៏ប៉ុន្តែអង្គការសហប្រជាជាតិនេះคล้ายទៅជាស្ថាប័នមួយដ៏ទន់ខ្សោយបំផុតជួយខ្លួនឯងអត់បានទេជាប្រវត្តិសាស្ត្រដោយសារអីអង្គការសហប្រជាជាតិមែនតែនគឺជាស្ថាប័នមួយដែលទទួលបានប្រាក់ជំនួយពីសហរដ្ឋអាមេរិកនឹងច្រើនមែនតែនអញ្ចឹងបើអាមេរិកដកលុយអាមេរិកនិយាយទៅគឺឲ្យតាអាមេរិកក្អកឬក៏មានបញ្ហាអីគឺអង្គការសហប្រជាជាតិនឹងគឺផ្ដាសាយពេញបន្ទប់ហើយដោយសារតែខ្លួនអត់សូវមានឥទ្ធិពលអីប្រមាណទេហើយកាលពីពេលឆ្នាំ1975ហ្នឹងណានៅពេលដែលខ្មែរក្រហមកាន់អំណាចហ្នឹងគឺអាមេរិកបរាជ័យនៅតំបន់ឥណ្ឌូចិនហើយអាមេរិកបានដកទ័ពចេញពីតំបន់ឥណ្ឌូចិនដោយចាញ់សង្គ្រាមវៀតណាមអាមេរិកបរាជ័យធំធេងបំផុតនៅក្នុងប្រវត្តិសាស្ត្រស្លាប់ទាហានរាប់ម៉ឺននាក់ដោយសារសង្គ្រាមនៅវៀតណាមមិនអាចឈ្នះបានសូម្បីតែលើកបន្ទប់រដ្ឋាភិបាលលន់នល់តាំងពីឆ្នាំ1970ទម្លាក់គ្រាប់លើវៀតកុងស្លាប់ខ្មែររាប់ម៉ឺននាក់រាប់សែននាក់ឯណោះនៅតំបន់នៅភាគខាងកើតនៃទន្លេមេគង្គនឹងគឺដោយសារតែទាហានវៀតកុងនឹងត្រូវបានបកគោណាសម្ដេចព្រះបាទនរោត្តមសីហនុផ្ដាល់ដីផ្ដាល់ត្រីផ្ដាល់អង្គឲ្យទាហានវៀតកុងចូលមកក្នុងដែនអធិបតេយ្យកម្ពុជាដើម្បីវាយទាហានធាវគីគឺវៀតណាមខាងត្បូងដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកដែលធ្វើឲ្យចំនួនរវាងកម្ពុជានិងវៀតណាមនិងអាមេរិកគឺថាអញ្ញែអញ្ញៃហើយអាមេរិកចាញ់សង្គ្រាមវៀតណាមហ្នឹងក៏ស្ដីបន្ទោសកម្ពុជាថាចូលរួមចំណែកធ្វើឲ្យសង្គ្រាមនឹងចាញ់អញ្ចឹងទៅដូច្នេះនៅពេលដែលអាមេរិកអាម៉ាស់ដកទ័ពដកអីចេញអស់ពីឥណ្ឌូចិនអាមេរិកអត់ចង់មកវិញទេដល់អញ្ចឹងទៅអង្គការសហប្រជាជាតិក៏អត់មានឥទ្ធិពលអីដើម្បីទៅនិយាយពីឥណ្ឌូចិនទៅនិយាយជួយខ្មែរជួយអីសម្ដោះអីនឹងបានដែរព្រោះវាដាបអស់ហើយវាទុនអស់ហើយអាមេរិកចាញ់សង្គ្រាមថ្មីចាស់ដូច្នេះអត់មានអាមេរិកណាដែលមានលុយដើម្បីជួយឲ្យអង្គការសហប្រជាជាតិទៅរំដោះខ្មែរចេញពីរបបខ្មែរក្រហមអីហ្នឹងទេហើយនៅពេលនោះគឺខ្មែរក្រហមចាប់ផ្ដើមមានអាយុទ្ធនាការធ្វើនយោបាយប្រជាពិធដ្ឋផងគឺសហគមន៍អន្តរជាតិអត់សូវដឹងរឿងពីកម្ពុជាទេ
ខុសពីឥឡូវគឺមានប្រព័ន្ធផ្សព្វផ្សាយមានអីអាចផ្សព្វផ្សាយច្រើនអ្នកកាសែតអ្នកអីចូលដល់ស្រុកខ្មែរយើងដឹងអំពីអំពើរំលោភសិទ្ធិមនុស្សអីអញ្ចឹងបានច្រើនយកទៅរាយការណ៍ប្តឹងអង្គការសហប្រជាជាតិកាលពីសម័យឆ្នាំ75ដល់79ណាសេចក្តីរាយការណ៍ហ្នឹងគឺបានតែពីតំបន់ព្រំដែនថៃឯណោះនៅពេលដែលជនភៀសខ្លួនរាយការណ៍ទៅទេប៉ុន្តែអាការសម្លាប់រំគាលនៅក្នុងរបបខ្មែរក្រហមហ្មងគឺក្រុមនេះគឺរៀបចំហេដ្ឋារចនាសម្ព័ន្ធបំបិតសម្លេងចិត្តឆឹងតែម្ដងគ្មានកាសែតគ្មានស្អីទេមានតែមេក្រូផ្សាយតាមសហគមន៍ដូច្នេះដំណឹងនៅក្នុងស្រុកខ្មែរនេះគឺសហគមន៍អន្តរជាតិអត់បានដឹងទេដឹងបានតែនៅក្នុងព្រំដែនដឹងថាមនុស្សរត់ទេតែប៉ុណ្្នឹងឯងជនភៀសខ្លួនជនភៀសសឹកប៉ុន្តែអាការសម្លាប់រង្គាលនេះហ្នឹងគឺសហគមន៍អន្តរជាតិភាគច្រើនអត់ដឹងទេដឹងតែនយោបាយប្រជាពិធហើយយូរម្ដងពួកក្រុមខ្មែរក្រហមអនុញ្ញាតឲ្យអ្នកសារព័ត៌មានអន្តរជាតិចូលទៅយកព័ត៌មាននៅក្នុងប្រទេសកម្ពុជាដោយគេរៀបចំឲ្យទៅរៀបទៅសហករណ៍ណាដែលមានបាយទឹកហូបចុកស្រួលបួលស្ត្រីច្រូតស្រូវច្រៀងបដើសបាយបោកស្រូវបោកអីហ្នឹងមុខកភើកាត់សក់ឡើងស្អាតមានហូបចុកគ្រប់គ្រាន់គឺធ្វើឲ្យអ្នកសារព័ត៌មានយកទៅផ្សាយខុសទៀតដោយសារអីគេរៀបចំដោយកូរ៉េខាងជើងអញ្ចឹងពេលដែលទៅមានគណៈបដិភូអីចុះទៅអាគារចាស់ពីខាងមុខលាបឲ្យឡើងស្អាតភ្លឹងមើលទៅដូចជាល្អប្រំប្រៃប្រជាប្រដ្ឋស្រស់បំប្រងតែតាមពិតនៅពីក្រោយហ្នឹងរកតែបាយក្តាំងហូបអត់បានផងខ្មែរក្រហមធ្វើដូចអញ្ចឹងដែរអ្នកកាសែតច្រើនណាស់ដែលចុះទៅរបបខ្មែរក្រហមទៅយកព័ត៌មានប៉ុន្តែទៅគេដឹកឲ្យទៅតាមមើលកន្លែងដែលគេរៀបចំឲ្យដែលថតរហូតដល់អ្នកកាសែតអាល្លឺម៉ង់ម្នាក់គាត់មានវិបដិសារីធំមែនតើគាត់ទៅប្រហែលជាកាលពេលពងកាត់ក្តីខ្មែរក្រហមសាលាក្តីខ្មែរក្រហមគេកំពុងកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហមខ្ញុំនៅចាំនៅពេលដែលគាត់មកកម្ពុជាមកនិយាយអំពីរូបថតរបស់គាត់ដែលថតបាននៅក្នុងសម័យខ្មែរក្រហមដែលថតរូបថតពីសកម្មភាពកសិករដែលផ្ទុយពីការពិត180ដឺក្រេព្រោះថតបានរូបថតស្អាតមនុស្សញញឹមប្រព្រៃដែលគាត់ថាគាត់ធ្វើឲ្យពិភពលោកយល់ខុសពីស្រុកខ្មែរគាត់មានវិបដិសារីមែនតើគឺគាត់លែងចង់បានពីការថតរូបហ្នឹងបានប្រាក់កម្រៃអីគាត់បានប្រាប់ទៀតថាគាត់សុំទោសប្រជាពលរដ្ឋខ្មែរដែលរូបថតទាំងអស់នេះធ្វើឲ្យពិភពលោកមិនបានដឹងអំពីទុក្ខវេទនារបស់កម្ពុជាតែយើងទៅបន្ទោសអ្នកសារព័ត៌មានរូបនេះមិនកើតបើខ្មែរក្រហមគេដឹកឲ្យចូលមកសំណាងឯងគេមិនចាប់គាត់យកទៅដាក់កង់ឡានឲ្យដុតទាំងរស់នោះឲ្យគេឲ្យមកវិញទៅគឺខ្មែរក្រហមគេចង់កែប្រែអាមុខមាត់ហ្នឹងគឺដើម្បីប្រាប់ថាអ្វីគឺប្រព្រឹត្តទៅដោយរលូនតើអន្តរជាតិណាគេដឹងរឿងខ្មែរដូច្នេះកុំសួរអន្តរជាតិអង្គការសហប្រជាជាតិជួយអីខ្មែរក្រហមបានអត់បានជួយកើតទេទី1គឺអាមេរិកបាក់ទ័ពនៅឯតំបន់ឥណ្ឌូចិនអាមេរិកអត់ចង់ទៅវិញទេហើយក៏អត់ចង់ឲ្យអន្តរជាតិអង្គការសហប្រជាជាតិណាចូលទៅខ្មែរនឹងទៅបានប្រយោជន៍អីដែរព្រោះចាញ់បាត់ទៅហើយបាក់ស្បាតជាមួយនឹងរឿងបរាជ័យរបស់តាហ៊ានលន់នល់ដែលខ្មែរក្រហមវាយរៀបទៅហើយកាន់កាប់ក្រុងភ្នំពេញធ្វើឲ្យរបបលន់នល់នឹងក៏បរាជ័យក៏បាក់ខ្ចាត់ខ្ចាយទៀតដូច្នេះអាមេរិកបរាជ័យម្ដងហើយម្ដងទៀតនៅតំបន់ឥណ្ឌូចិនគាត់អត់ចង់ទៅវិញទេអង្គការសហប្រជាជាតិក៏ស្ថិតក្រោមចំណុះឥទ្ធិពលរបស់អាមេរិកដែរដូច្នេះកុំសួរថាអង្គការសហជាតិនៅឯណាពេលនោះគឺអត់មានទេសក់អ្នកណាក៏បានហ្នឹងក៏ប៉ុន្តែពេលនេះទៅជារឿងត្រឹមត្រូវដែលសួរថាអង្គការសហប្រជាជាតិនៅឯណាហេតុអីមិនថ្កោលទោសថៃរឿងឈ្លានពានកម្ពុជាអានេះបើយើងផ្សាយឲ្យគ្រប់គ្នាគឺជារឿងត្រឹមត្រូវព្រោះអន្តរជាតិនៅហ្នឹងឃើញចាក់ព័ត៌មានផ្សាយបានគ្រប់គ្នាដឹងរឿងដឹងហេតុគ្រប់គ្នាហេតុអីបានជាអង្គការសហប្រជាជាតិមិនថ្កោលទោសថៃនៅតែសម្របសម្រួលបងប្អូនដឹងថាហេតុអីទេគឺដោយសារតែកម្ពុជាយើងដឹកនាំប្រទេសឲ្យយើងឯកាគេអត់អាចមើលឃើញថាកម្ពុជាជាជនរងគ្រោះបងប្អូនតែយើងឈឺចាប់ប៉ុណ្ណាឥឡូវហ្នឹងយើងជាជនជាតិខ្មែរម្នាក់ដែរនេះយើងឈឺចាប់ទេនៅពេលដែលយើងត្រូវគេរំលោភអត់មានអ្នកណាមកជួយយើងហើយឲ្យយើងទៅផ្សះផ្សាជាមួយអ្នករំលោភយើងឈឺចាប់ប៉ុណ្ណាបងប្អូនជំងឺបាក់ស្បាតនៃការត្រូវរងការគេរំលោភហើយអ្នកឈរមើលបានតែត្រឹមថាផ្សះផ្សាជាមួយអ្នករំលោភទៅដើម្បីកុំឲ្យគេរំលោភទៀតព្រោះអីហើយមានឱកាសនឹងរិះគន់ជនរងគ្រោះថាស្លៀកសពុតខ្លីបានគេរំលោភទៀតឈឺចាប់ទេបងប្អូនជាខ្មែរយើងឈឺចាប់ទេខ្ញុំឈឺចាប់ស្រក់ទឹកភ្នែកព្រោះយើងជាជនរងគ្រោះ
តែបែរទៅជាសហគមន៍អន្តរជាតិគេមិនអើពើគេមិនកោតទោសថៃហើយគេឲ្យយើងដែលជាជនរងគ្រោះនឹងអ្នករំលោភផ្សះផ្សាគ្នាទៅគេវាយយើងគេរំលោភយើងគេបំពេញរាងកាយយើងសពបែបយ៉ាងឥឡូវគេយកផ្ទះយើងគេយកដីយើងគេសម្លាប់បងប្អូនក្រុមគ្រួសារយើងហើយគេឲ្យយើងផ្សះផ្សាទៅហើយយើងខ្លួនឯងនេះដែលជាជនរងគ្រោះនេះកំពុងតែអង្វរអ្នករំលោភហ្នឹងឲ្យផ្សះផ្សាដែរណែឃើញចេះហេតុអីបានជាយើងដល់ថ្នាក់ហ្នឹងយើងត្រូវថ្កោលទោសសហគមន៍អន្តរជាតិទៅវិញដែលមិនព្រមជួយថ្កោលទោសថៃព្រោះថៃឈ្លានពានបំពេញដែនអធិបតេយ្យរបស់កម្ពុជាក៏ប៉ុន្តែបងប្អូនរឿងទាំងអស់គ្រប់យ៉ាងគឺមកពីរបៀបដឹកនាំរដ្ឋរបស់យើងនេះដែលធ្វើឲ្យយើងឯកោនៅពេលដែលយើងឯកោយើងអត់មានមិត្តទេយើងមានតែមិត្តបោកប្រាស់មិត្តឆ្អិនក្បាលស៊ីក្បាលឆ្អិនកតុយស៊ីកតុយមិត្តចិនមិត្តវៀតណាមមិត្តអីទាំងអស់នេះគឺជាមិត្តបោកប្រាស់ទេគឺបោកប្រាស់នៅក្នុងការចំណេញសេដ្ឋកិច្ចរបស់គេតើតាពេលមានរឿងអីតាក់តងអធិបតេយ្យតាក់តងរឿងអីគឺបានយើងដឹងថាមិត្តអស់នេះគឺមិត្តអត់ស្មោះត្រង់ទេគឺមិត្តកេងតែចំណេញពីយើងហើយយើងក៏ដឹងដែរតែយើងអត់ជំរឿទេបងប្អូនមេដឹកនាំខ្មែរអត់មានជំរឿទេព្រោះយើងក៏វត្តចោលសាច់គោលោកលាក់ឬក៏នំប៉័ងបាត់ហើយយើងយកស្ពៃចោះបើស្ពៃហ្នឹងយើងមិនយកទៀតតើបានជ្រក់ស្ពៃឯណាហូបយើងមានតែប៉ុណ្្នឹងតាព្រោះយើងសម្រេចជោគវាសនារបស់ប្រទេសយើងដោយរបៀបដឹកនាំរដ្ឋយើងអញ្ចឹងយើងដឹកនាំរដ្ឋឲ្យសហគមន៍អន្តរជាតិដៀលចរិតរបស់យើងជាជនរងគ្រោះជាការពិតអ្នកណាក៏ត្រូវតែគាំទ្រកម្ពុជាថ្កោលទោសថៃហើយគ្មានអ្នកណាត្រូវមកនិយាយអីទៀតទេព្រោះខ្មែររងគ្រោះចុះហេតុអីបានជាឲ្យបរទេសពិបាកម៉េះចុះអ្នកណារងគ្រោះឲ្យប្រកាសថៃឬក៏ខ្មែរម៉ោងនេះនៅពេលដែលគ្មានសហគមន៍អន្តរជាតិណាថ្កោលទោសថៃគឺគេចាត់ទុកថាថៃមិនមែនជាជនរងគ្រោះទេបើគេគិតថាថៃជាជនសំទោសគេមិនគិតថាថៃជាជនប្រព្រឹត្តទេបើគេគិតថាថៃជាជនប្រព្រឹត្តគេថ្កោលទោសហើយអញ្ចឹងគេនៅតែគិតថាយើងនិងថៃខូចដូចគ្នាហេតុអីបានជាអញ្ចឹងបងប្អូនថៃឈ្លានពានយើងទម្លាក់គ្រាប់សម្រាប់ទាហានយើងប្រើ F16 ផ្ទុយនឹងអង្គការសហជីវជាតិដែលជាធម្មនុញ្ញអង្គការសហជីវជាតិផ្ទុយនឹងច្បាប់លក់សពាវុធរបស់អាមេរិកជាមួយនឹងថៃផ្ទុយនឹងច្បាប់លក់សពាវុធ Agrippin Fighter Jet របស់ស៊ុយអែតផ្ទុយនឹងការលក់សពាវុធសពបែបយ៉ាងផ្ទុយនឹងច្បាប់ផ្ទុយនឹងទម្លាប់ផ្ទុយអីទាំងអស់តែអន្តរជាតិគេអត់ជួយយើងគឺដោយសារតែយើងឲ្យមានចរិតរបស់យើងនឹងគឺគេមិនចូលចិត្តយើងយូរហើយគេឲ្យយើងកែ30 40ឆ្នាំហើយតែយើងអត់ចុងក្រោយឆ្នាំ2017យើងរំលាយគណៈបកសង្គ្រោះជាតិចោល EBA គេដក 20% សហគមន៍អន្តរជាតិគេកោតទោសគឺយើងឯកោខ្លាំងមែនតើហើយគេថាចរិតរបស់យើងនេះគឺយើងកែអត់ឡើងទេអញ្ចឹងគេកវត្តយើងចោលតែម្ដងបងប្អូនតាមពិតមកដល់ម៉ោងនេះខ្ញុំជឿថាសហគមន៍អន្តរជាតិមិនគួរណាអយុត្តិធម៌ពេកទេថាឥឡូវបើគេក្រាញអំណាចអីដើម្បីក្រុមគ្រួសារបពពួកតកូលគេអីក៏ដោយតែក៏គួរអាណិតខ្មែរយើង18លានអ្នកដែរគ្នាខ្លាយជាចំណាប់ខ្មាំងរបស់ក្រុមអ្នកកាន់អំណាចមែនហើយប៉ុន្តែគ្នា18លានអ្នកជាជនស្លូតត្រង់តាហេតុអីបានជាសហគមន៍អន្តរជាតិមិនជួយខ្មែរហេតុអីបានជាស្អប់របៀបដឹកនាំរដ្ឋនេះដោយក្រុមគ្រួសារតកូលហ៊ុនយ៉ាងណានោះហេតុអីបានជាអ្នកធ្វើឲ្យខ្មែរយើង18លានអ្នកខ្លាចជាចំណាប់ខ្មាំងដែរហេតុអីក៏មិនជួយខ្មែរយើងសុកចិត្តចាត់ទុកថាខ្មែរជាជនដៃដល់ដែរនៅពេលដែលខ្លាចទៅជាជនរងគ្រោះសោះចរិតរបស់ថ្នាក់ដឹកនាំខ្មែរធ្វើឲ្យយើងស្អប់ខ្មែរយ៉ាងណាក៏ដោយប៉ុន្តែស្អប់អ្នកដឹកនាំចោះកុំស្អប់ប្រជាពលរដ្ឋខ្មែរទាំង18លានអ្នកអីហីតែឥឡូវយើងវិលមកគឺអញ្ចឹងឯងរបៀបដឹកនាំយើងគឺអញ្ចឹងនៅពេលដែលយើងដឹកនាំអញ្ចឹងគឺយើងរណបហើយយើងរណបរដ្ឋបរទេសដែលផ្ដេសផ្ដាស់អត់បានការសហគមន៍អន្តរជាតិដែលប្រទេសល្អប្រជាធិបតេយ្យគេប្រលេះដៃចោលយើងទាំងអស់នៅពេលដែលយើងគ្មានសម្ព័ន្ធមិត្តយើងវាយគេអត់ឈ្នះទេបងប្អូនត្រូវចាំថាពិភពលោកសប្ងៃនេះកលាប់ចាក់អស់ហើយអ្នកមានអំណាចទៅឈ្លានពានជិះជាន់គេស្រេចតែក្បាលចិត្តក៏ប៉ុន្តែបើយើងចាប់គូអ្នកមានអំណាចដែលជិះជាន់គេតាមក្បាលចិត្តខុសគឺយើងធ្លាក់នរកតាមគេហើយចាប់ចិនចាប់រុស្ស៊ីចាប់វៀតណាមនេះគឺយើងខុសហើយព្រោះអីយើងមើលអាមេរិកនៅពេលដែលអាមេរិក
តែជាមហាអំណាចដែលមានអំណាចផ្ដាច់ការក្រោមការដឹកនាំរបស់លោកត្រាំមែនហើយក៏ប៉ុន្តែអំណាចនេះក៏ធ្វើឲ្យអាមេរិកខ្លាំងនៅក្នុងន័យមួយថាអង្គការសហប្រជាជាតិអត់អាចធ្វើឲ្យអាមេរិកបានអញ្ចឹងគេនៅតែជារដ្ឋមួយដ៏ខ្លាំងក្នុងន័យថាគេអាចបង្ក្រាបមេដឹកនាំផ្ដាច់ការនៅប្រទេសណានៅតែមានតម្លៃគុណធម៌ខ្លះដែរបើទោះបីជាបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសកុម្មុយនីសដែលខុសនឹងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិខុសនឹងធម្មនុញ្ញរបស់អាមេរិកក៏ដោយប៉ុន្តែអាមេរិកជួយដើម្បីមនុស្សជាតិដើម្បីឲ្យអ៊ីរ៉ង់វេណេស៊ុយអេឡាគុយបាឬក៏ប្រទេសដទៃទៀតហ្នឹងមានកម្រិតនៃការដឹកនាំបែបប្រជាធិបតេយ្យដែលទីបំផុតគឺប្រជាពលរដ្ឋមានសិទ្ធិសម្រេចជោគវាសនាដោយខ្លួនឯងវាមិនអាក្រក់ពេកណាស់ណាដែរតែបើពួកកុម្មុយនីសវិញទៅបំផ្លាញគេគឺខ្ទេចតែម្ដងតែយើងស៊ុបផ្សាយគប់ជាមួយពួកកុម្មុយនីសអានេះហើយគឺជាវិបត្តិរបស់យើងហើយបងប្អូនហើយសួរថាខ្មែរយើងសាបគប់កុម្មុយនីសឯណាលោកហ៊ុនសែនគាត់បើកដៃ10ទទួលអាមេរិកតើមិនក៏បានចោទរដ្ឋាភិបាលខ្មែរថាយើងទៅស្អែបតែថៃអែបតែយួនអែបតែចិនកុម្មុយនីសឬរុស្ស៊ីលោកហ៊ុនសែនបោះដៃ10ប្រាប់ឲ្យតើថាអត់អីទេមកចង់ធ្វើសម្ពយុទ្ធយោធាជាមួយខ្មែរអាមេរិកក៏ទទួលចិនក៏ទទួលអ្នកណាក៏ទទួលដែរវិនិយោគក៏តែអញ្ចឹងអត់មានដែលបិទច្រកកម្ពុជាឯណាលោកហ៊ុនសែននិយាយម្ដងហើយម្ដងទៀតថាគាត់អត់ដែលបិទច្រកកម្ពុជាមិនស្វាគមន៍រដ្ឋសេរីទេគាត់ស្វាគមន៍គ្រប់កុំចោតគាត់ថាគាត់ធ្វើនយោបាយដើម្បីបំផ្លាញលោកសេរីអត់ទេគាត់និយាយត្រូវលោកហ៊ុនសែននិយាយត្រូវប៉ុន្តែភាសានេះគឺជាភាសាប្រជាពិធទេប្រជាពលរដ្ឋស្ដាប់ទៅគឺថាអ្នកណាចោតប្រកាន់រដ្ឋាភិបាលកម្ពុជាថាធ្វើខ្លួនដើម្បីទប់កុំឲ្យរដ្ឋសេរីជួយខ្មែរឬក៏ត្រូវគ្នាជាមួយរដ្ឋបរទេសដែលជារដ្ឋសេរីគឺអ្នកនោះឯងគឺជាអ្នកដែលរិះគន់និន្ទាឈ្នានេះមួយបង្កាច់ការពិតប្រជាពលរដ្ឋខ្មែរមួយចំនួនយល់ថាអញ្ចឹងព្រោះគាត់និយាយស្វាគមន៍រហូតប៉ុន្តែរបៀបដឹកនាំរដ្ឋរបស់យើងនឹងគឺយើងអត់អាចស្វាគមន៍លោកសេរីបានទេតែយើងបំផ្លាញសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យហើយអត់ស្ដារអត់កែឡើងវិញងើបមួយវាយមួយចាប់គេដាក់គុកដកសិទ្ធិសេរីភាពនយោបាយផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ជាតិឯងអាទាំងអស់នេះឯងដែលធ្វើឲ្យគេគិតថាគេដើរឆ្ងាយពីយើងបងប្អូនយើងធ្វើឲ្យអន់ចរិតគេអត់ចង់ខ្សែគប់យើងទេក្រុមហ៊ុនល្បីរបស់អាមេរិកធំគេអត់ចង់រកស៊ីមួយខ្មែរទេគេខ្លាចក្រុមហ៊ុនអូស្ត្រាលីក៏គេអត់ហ៊ានរកស៊ីមួយខ្មែរដែរគេខ្លាចក្រុមហ៊ុន Billiton មួយមករុករករ៉ែ10ឆ្នាំ20ឆ្នាំជាងហើយទាទឹកតែគេ$1 លានចុងក្រោយក្រុមហ៊ុនហ្នឹងប៊ីសលលាយខ្សែធនដោយសារគេចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយដែលធ្វើឲ្យខូចមុខក្រុមហ៊ុនគេឥឡូវដកចេញពីខ្មែរមកអារ៉ែក៏មិនរុករកបានអាក្រុមហ៊ុនប៊ីសលលាយបាត់ទ្វារទៀតឥឡូវក្រុមហ៊ុន Billiton ហ្នឹងគឺកំពុងរងភាពអាម៉ាស់មែនតើអ្នកណាទៅហ៊ានបថុយជាមួយយើងព្រោះយើងជាខ្ជូងនៅពេលដែលយើងធ្វើឲ្យទៅជាខ្ជូងណាគឺគេខ្លាចប្រឡាក់យើងត្រូវធ្វើយើងឲ្យទៅជាពេជ្រចរណៃបងប្អូនពេជ្រមិនទាន់ឆ្នៃអីយ៉ាងណាក៏គេចូលចិត្តដែរប៉ុន្តែកុំធ្វើឲ្យទៅជាខ្ជូងតែខ្ជូងគេប៉ះប្រឡាក់ហើយយើងធ្វើឲ្យគេប៉ះប្រឡាក់តែអញ្ចឹងគេអត់ហ៊ានមករកស៊ីគេអត់ហ៊ានគ្រប់គ្រងគេអត់ហ៊ានអីហើយរាល់ពេលប្រជុំប្រចាំឆ្នាំនៅក្រមប្រឹក្សាសន្តិសុខក្រមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអ្នករាយការណ៍ពិសេសរបស់ខ្មែរយើងដែលតំណាងដោយអង្គការសហប្រជាជាតិទៅជួលទៅឲ្យជួយមើលការខុសត្រូវសិទ្ធិមនុស្សក្នុងកម្ពុជាអ្នកស្រីរ៉ូណាស្មីតអ្នកស្រីរ៉ូណាស្មីតលោកសូរិយាស៊ូបឌីយ៉ាសហ្គៃលោកវិធិតមន្តភ័ណ្ឌអ្នកទាំងអស់គ្នារាល់ឆ្នាំកែសិទ្ធិមនុស្សរំលោភកែសិទ្ធិមនុស្សរំលោភកែអត់កែដោះសារការនិយាយការពីអត់និយាយការពិតដដែលគេនិយាយមិនគេនៅក្នុងអង្គការសហជាតិគេស្ដាប់ប្រទេសរាប់រយគេមកអង្គុយស្ដាប់យើងពីអ្នករាយការណ៍ពិសេសឯករាជ្យរបស់អង្គការសហជីវជាតិនិយាយពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជានិយាយពីការធ្វើទុកបុកម្នេញសហជីពនិយាយពីការធ្វើទុកបុកម្នេញកម្មករនិយាយពីការធ្វើទុកបុកម្នេញសកម្មជននយោបាយនិយាយពីការធ្វើទុកបុកម្នេញគណៈបកនយោបាយហើយឲ្យយើងស្ដារឲ្យយើងកែឲ្យយើងអីយើងអត់ឈឺក្បាលអានេះគឺយើងបង្កើតឲ្យមានកេរ្តិ៍ឈ្មោះអាស្រូវរបស់យើងសម្រេចខ្លួនយើងតើអត់មាននរណាសម្រេចឲ្យយើងទេគឺរបៀបដឹកនាំយើងគឺសម្រេចអញ្ចឹងដល់តែពេលយើងសម្រេចអញ្ចឹងស្បៃគេអត់ជួយយើង
គេអត់នៅខាងយើងគេថាចរិតយើងតាមពិតដូចខ្ញុំនិយាយចឹងម៉ោងនេះអត់មានសហគមន៍អន្តរជាតិណាត្រូវការដែលមានសពេចសពិលអីសោះថៃទម្លាក់គ្រាប់នៅស្រុកខ្មែរខុសច្បាប់រដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិត្រូវតែប្តឹងថៃត្រូវតែថ្កោលទោសថៃជួយគ្នាថ្កោលទោសថៃហើយថៃឈ្លានពានដែនអធិបតេយ្យកម្ពុជាត្រូវតែតវ៉ាជួយគ្នាដើម្បីឲ្យថៃខ្ជាក់ដីមកឲ្យកម្ពុជាវិញតែប៉ុណ្្នឹងតែអត់មាននរណាឈឺក្បាលថាថ្ងៃគឺគេដឹងថាយើងខូចអានេះគ្រោះថ្នាក់មែនតើហើយខ្ញុំស្ដាយណាស់ប្រជាពលរដ្ឋ18លាននាក់អត់បានចូលរួមនៅក្នុងការប្រព្រឹត្តឲ្យយើងអន់ចរិតចឹងទេតែក្រុមដឹកនាំគណៈបកនយោបាយគណៈបកប្រជាជនតែមួយគត់ដែលធ្វើឲ្យយើង8 10លាននាក់คล้ายទៅជាចំណាប់ខ្មាំងទាំងអស់ហើយដល់ពេលហើយអាហ្នឹងរឿងដែលខ្ញុំនិយាយថាចាញ់ថៃមិនមែនដោយសារតែរឿងសពាវុធយោធាទេគឺរឿងតាក់ទងនឹងអាបញ្ហាបែកបាក់សាមគ្គីជាតិបញ្ហាងើបមួយវាយមួយនិងបញ្ហាចរិតរបស់យើងនៃរបៀបដឹកនាំឲ្យអែបតាកុម្មុយនីសហើយប្រព្រឹត្តតែអំពើរំលោភសិទ្ធិមនុស្សឲ្យគេថ្កោលទោសរាល់ឆ្នាំអញ្ចឹងរបាយការណ៍ថ្កោលទោសយើងនឹងយើងអាក្រក់មួយឆ្នាំទៅមួយឆ្នាំយើងអាក្រក់យើងអត់ស្ដារទេហើយលឹមលំណាបើគេឲ្យស្ដារហ្នឹងដូចលោករងឈុនអីអញ្ចឹងបលែងឲ្យនៅក្រៅឃុំតែដកសិទ្ធិនយោបាយលោកកឹមសុខាអញ្ចឹងបលែងឲ្យនៅក្រៅឃុំអត់ឲ្យមានសិទ្ធិនយោបាយអត់ឲ្យដើរហើរអត់ឲ្យធ្វើដំណើរដដែលណាគេថាតាមពិតគួរតែលែងហើយសងលុយគាត់អាថ្លៃខូចខាតដែលប្រព្រឹត្តខុសនឹងទៀតអត់អាសំណងក៏អត់រត់លែងដកពីត្រង់មកជាស្រាប់យកកស៊ូកងយកមកចងហើយកវត្តទៅលើឲ្យខ្លាំងធ្លាក់មកបាក់កកហើយទៅប្រាប់ថានេះគឺជាការផ្សះផ្សាជាតិហើយអ្នកណាគេចាញ់បោកយើងលោករងឈុនក៏អញ្ចឹងដែរដកសិទ្ធិនយោបាយសុទ្ធតែអ្នកនយោបាយហើយនៅសល់ប៉ុន្មានអ្នកទៀតនៅស្រុកខ្មែរនៅតែលោករងឈុននៅតែលោកកម្មសខានឹងឯងអស់ហើយប្រហែលទៀតហ្នឹងគឺគ្រាន់តែថាលំអអញ្ចឹងទៅហើយទៅយើងធ្វើទុកបុកម្នេញសពបែបយ៉ាងហើយទៅយើងអត់កែហើយទៅយើងឲ្យសហគមន៍អន្តរជាតិគឺគេស្រែកទៅប្រាប់ថាគេអត់ជួយយើងសហគមន៍អន្តរជាតិនៅឯណាតាមពិតដូចខ្ញុំនិយាយចឹងសហគមន៍អន្តរជាតិម៉ោងនេះមិនគួរណាអយុត្តិធម៌ប៉ុន្តែដោយសារតែយើងដឹកនាំរដ្ឋបែបនេះយើងធ្វើឲ្យប្រទេសយើងឯកោពីលោកសេរីយើងមើលអ៊ុយក្រែនវាយជាមួយរុស្ស៊ីវាយអ៊ុយក្រែនគឺជារឿងខុសច្បាប់អង្គការសហប្រជាជាតិជួយអត់បានហើយទៅស្រែកអង្គការសហជីវជាតិអីប្រជាជាតិទៅអីបើលោកដូណាល់ត្រាំដែលកាន់សហរដ្ឋអាមេរិកដឹកនាំរដ្ឋាភិបាលនេះគាត់កាន់លោកគាត់ចាក់ខ្សែដែរហ្នឹងគាត់ថាលោកពូទីនក៏មិនខុសគាត់ដំបូងគាត់ថាលោកZelensky ខុសក្រោយមកគាត់ថាអត់ខុសឥឡូវជួយសពាវុធអឺរ៉ុបជួយសពាវុធជួយអ៊ុយក្រែនឲ្យវាយរុស្ស៊ីហើយថ្កោលទោសរុស្ស៊ីហេតុអីបានជាសហរដ្ឋអាមេរិកទៅថ្កោលទោសរុស្ស៊ីហេតុអីបានសហគមន៍អឺរ៉ុបប្រទេសជាច្រើនថ្កោលទោសរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅពេលដែលអ៊ុយក្រែនដែលជាឈ្លានពានអ៊ុយក្រែនហើយអ៊ុយក្រែនជាប្រទេសមួយដូចតែប្រទេសដទៃទៀតដែរហេតុអីបានខ្មែរយើងគេឈ្លានពានដែរយើងអត់ថ្កោលទោសនេះគឺដោយសារតែសម្ព័ន្ធមិត្តពេលដែលយើងត្រូវគ្នាជាមួយនឹងរដ្ឋសេរីគេត្រូវគ្នាអញ្ចឹងហើយគេមានមិត្តគេមានគ្នាគេចេះតែជួយផ្នែកនយោបាយគេទៅមុខដល់តែយើងអាហ្នឹងចង់និយាយថាផ្នែកចាំមើលខ្ញុំចង់និយាយមិញឃើញយើងផ្សះផ្សាជាតិយើងបែកបាក់ជាតិយើងឲ្យថៃវាយយើងបានទី2គឺរឿងនយោបាយការបរទេសយើងសូន្យព្រោះអីដែលយើងធ្វើឲ្យអន្តរគឺគេអត់នៅខាងយើងគេអត់ថ្កោលទោសថៃទី3គឺតកតងនឹងអារបៀបនៃការដោះស្រាយបញ្ហារបស់យើងកាយកប់ត្រឡប់ជន់នយោបាយប្រជាពិធជាមួយនឹងប្រជាពលរដ្ឋខ្លួនឯងនៅពេលដែលថៃគេវាយយើងខ្លាំងយើងចាប់ផ្ដើមធ្វើខុសរឿងតែម្ដងអាខ្លាំងរបស់យើងលែងទប់ថៃបានយើងលែងទប់អីបានគឺយើងចាប់ផ្ដើមធ្វើនយោបាយជាតិនិយមជ្រុលរបស់យើងក្នុងផ្ទៃប្រទេសពហិការផលិតផលថៃនាំគ្នាប្រសេកប្រសាចអីណាទៅតែក្នុងពេលជាមួយគ្នាហ្នឹងបបួលគេចរចាតែយើងធ្វើពហិការផលិតផលថៃយើងររឿងខ្មែរគ្នាឯងយើងចាប់ខ្មែរគ្នាឯងដាក់គុកយើងធ្វើទុកបុកម្នេញអ្នកលក់ដូរផលិតផលថៃយើងធ្វើឲ្យអាបញ្ហាហ្នឹងគឺវាពុលពេញក្នុងប្រទេសទៀតដើម្បីអីនយោបាយជាតិនិយមជ្រុលថាយើងអត់មានរណបថៃទេគឺយើងនឹងពហិការផលិតផលណែឯងឲ្យណែឯងដាច់ពោះងាប់ឲ្យណែឯងរៀង
នៅពេលតែថៃមកផលិតផលនាំមកខ្មែរ3%នាំទៅពិភពលោក97%ហើយយើងចង់ឲ្យថៃងាប់ដោយសារតែយើងធ្វើពាណិជ្ជការផលិតផលគេហើយចាប់ផ្ដើមធ្វើឲ្យខ្មែរនិងថៃស្អប់ជាតិសាសន៍គ្នាទៀតឆ្លោះគ្នាបតិចផ្ដាសាគ្នាជេរបតិចគ្នាកាន់តែរឿងហ្នឹងក្តៅទៅតែរឿងចឹងយើងប្រកែវិញហើយក្នុងពេលជាមួយគ្នាហ្នឹងដោយសារតែយើងខ្សោយការទូតយើងខ្សោយយោធាយើងខ្សោយកាសផ្សារជាតិយើងអត់ទៅជាមួយខ្មែរចាប់ផ្ដើមចរចាសុំរកសន្តិភាពអត់ធ្មត់ស្ងៀមស្ងាត់ស្ងប់ស្ងាត់តែមិនស្ងប់ស្ងៀមអីលាក់នឹងលាក់ចរចាឱកាសតែមួយក៏ដោយឲ្យតែមានឲ្យបានចរចាគឺយើងយកតែយើងវាយខ្មែរគ្នាឯងងើបមួយវាយមួយហើយទៅបោកប្រជាពលរដ្ឋតាមនយោបាយប្រជាពិធហ្នឹងថាចរចាបានដីមកវិញអ្នកណានិយាយពីរឿងវាយថៃគឺជាពួកឧទាមក្រៅច្បាប់ពួកដែលចង់បានឈ្នន់សង្គ្រាមសំបីតែគេអត់ដែលនិយាយហើយគេប្រាប់ថាដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រមទាំងអន្តរជាតិយន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីទៅព្រោះយើងខ្សោយណាស់យើងទៅមិនឈ្នះគេទេបើយើងប្រើកម្លាំងអីនោះព្រោះយើងវាបែកបាក់អស់ហើយអត់ស្ដាប់ដោយសារតែយើងចាញ់យើងខ្សោយយើងយកនយោបាយប្រជាពិធលួងចិត្តប្រជាពលរដ្ឋឲ្យជឿថារដ្ឋាភិបាលនេះសំបីតែចាញ់គេនឹងក៏ដោយក៏យើងមិនទាន់អស់ដីដែរនៅសល់10 20កន្លែងទៀតកងទ័ពយើងនៅអាចទប់បាននៅអួតចឹងបានទៀតណាទប់បានស្អីគេបើកុំតែលោកទាសីហាទៅចុះហត្ថលេខាថ្ងៃ27ខែធ្នូឆ្នាំ2025ព្រមឲ្យថៃនៅណានៅហ្នឹងថៃវាយយកបានច្រើនទៀតវាយខ្ទេចតែម្ដងព្រោះអីវាអត់មានកន្លែងណាទប់កន្លែងណាមួយដែលថៃយើងអាចទប់ថៃបានបើសិនជាគេវាយយូរជាងហ្នឹងទៀតបើគេមានគ្រាប់ទម្លាក់ជ្រុំពីលើមក S16 គេចូល90គីឡូដីចូលមកក្នុងយើងអត់មានសំណាញ់មេឃយើងអត់មានយន្តហោះបដិញយើងអត់មានយន្តហោះចម្បាំងអីសំបីតែមួយគ្រឿងមានតែអាកជ្រួចវង BM21 បាញ់ទៅចូលភូមិស៊ីវិលរបស់ថៃគេររឿងយើងថាយើងបាញ់បិទភ្នែកស្លាប់ជនស៊ីវិលហ្នឹងគេចោទយើងរឿងកក្រិចអីណាហ្នឹងទៀតលាក់នឹងលាក់100ចំពុក drone គេទម្លាក់គ្រាប់ស្លាប់ទាហានយើងពាយពេញព្រៃតើយើងនៅតស៊ូនឹងតើដល់ពេលណាដែលយើងគិតថាបើមិនមានបត់ជប់បាញ់ហ្នឹងតើកន្លែងប្រមាណទៀតដែលថៃនឹងយកអស់យើងមិននិយាយថាទាហានខ្មែរមិនតតាំងទេតតាំងណាបានជាពលីជីវិតណាក៏ប៉ុន្តែយើងវាអត់ដល់កម្លាំងគេទីមួយយើងអត់ដល់កម្លាំងទាំងការទូតទាំងកម្លាំងយោធាទាំងការផ្សះផ្សាជាតិទាំងទាហានយើងស្មារតីស្អីសពបែបយ៉ាងចិត្តសាស្ត្រអីយើងចាញ់គេគ្រប់រឿងគឺយើងមកដល់ពេលហ្នឹងបានយើងដឹងថាប្រទេសកម្ពុជាអត់មានអីសល់សោះហ្មងអស់លីងឥឡូវនៅសល់តែការអួតទេហើយនឹងនយោបាយប្រជាពិធអួតនឹងប្រជាពិធលោកទាសីហាសញ្ញេអ្នកណានៅហ្នឹងដើម្បីបានសុំកុំឲ្យគេវាយតទៅទៀតមិនមែនតតាំងគេដើម្បីទាដីមកវិញទេណាបងប្អូនតិចច្រឡំលោកទាសីហាគឺចុះហត្ថលេខាដើម្បីឈប់ឲ្យគេវាយតទៅទៀតនៅហ្នឹងគ្រប់គ្រងប៉ុណ្ណាយកប៉ុណ្ណឹងទៅកុំឲ្យជ្រុលមកទៀតអង្វរគេក្នុងន័យចឹងទេបើសិនជាយើងខែងរែងដូចប្រទេសអ៊ុយក្រែនណាមកដល់មកហ្នឹងអត់ទាន់សញ្ញេអីមកបៀអេរុស្ស៊ីនៅ25% នៃដីអ៊ុយក្រែនអត់មានសញ្ញេបាត់ឈប់បាញ់ថាណឯងត្រូវនៅណានៅហ្នឹងអត់ទេតលាក់គ្រាប់បែកលើក្បាលណឯងរហូតពួកអីតែយើងសញ្ញេអ្នកណានៅហ្នឹងយើងអត់អាចរុញតបរុស្ស៊ីទៅវិញបានទេគឺតែចូលទៅយើងខុសអាបាត់ឈប់បាញ់ដល់ខ្មែរមានបាត់ឈប់បាញ់អ្នកណានៅហ្នឹងយើងរួចខ្លួនពីការដែលស្លាប់ទាហានខ្មែរទៀតឬក៏ថៃអត់អាចយកដីខ្មែរបានច្រើនជាងហ្នឹងទៀតប៉ុន្តែអាដីដែលបានទៅគេគឺគេយកទៅសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគ្រប់បែបយ៉ាងកែលែងមើលឃើញហើយដីភូមិព្រៃច័ន្ទជោគជ័យយកទៅពុះជ្រៀកចែកប្រជាពលរដ្ឋថៃដែលអ្នកភូមិរងចាំនេះភ្នែកភ្លឺបាត់ដីបាត់អីមកបានផ្ទះដបូលខៀវមួយពេលខ្លះលិចទឹកត្រឹមធុងអីហ្នឹងអាហ្នឹងគឺដោយសារអីដោយសារតែយើងចាញ់គេសពបែបយ៉ាងយើងយកវិធីហ្នឹងហើយទៅមកស្អំចិត្តប្រជាពលរដ្ឋថាយើងស្រឡាញ់សុខសន្តិភាពនរណាមិនស្រឡាញ់សុខសន្តិភាពបងប្អូននរណាដែលមិនចង់ហូបបាយនរណាដែលជំទាស់បាយបើយើងកើតមកជាកូនខ្មែរហូបតែបាយមួយថ្ងៃ3ពេលរាល់ថ្ងៃតាំងពីតូចកូនឆ្មាមកម៉ែតាពីកិនបបរឲ្យបញ្ចុកក៏តែបាយកអង្គហើយដល់ពេលហើយយើងមកថានាំគ្នាប្រឆាំងនឹងបាយវាអត់មាននរណាប្រឆាំងនឹងបាយទេដូចគ្នានឹងអត់មាននរណាប្រឆាំងសន្តិភាពទេនរណាក៏ចង់បានដែរក៏ប៉ុន្តែសន្តិភាពជាមួយប្រទេសជិតខាងដែលឈ្លានពានយើងហ្នឹងតើយើងសន្តិភាពយ៉ាងដូចម្ដេចដូច្នេះបើខ្ញុំនិយាយថាឃើញកត្តាដែលយើងចាញ់គេដោយសារអីផ្សះផ្សាជាតិការទូតយើងបរាជ័យដោយសារការរំលោភសិទ្ធិមនុស្ស
បំផ្លាញប្រជាធិបតេយ្យរឿងហ្នឹងគឺវាពាក់ព័ន្ធគ្នាទាំងអស់ហើយនឹងចុងក្រោយគឺយើងមកធ្វើរឿងខុសរឿងយើងមកធ្វើជាតិនិយមជ្រុលពាក់ឯកាផលិតផលដែលយើងគិតថាបានប្រយោជន៍ខ្ញុំមិនខាត់ទេប្រជាពលរដ្ឋប៉ុន្តែថ្នាក់ដឹកនាំដែលអំពាវនាវហ្នឹងគឺវាធ្វើឲ្យយើងអន់ចរិតមួយសារទៀតដោយសារតែគេចោទយើងបំពេញអា WTO គេឯណោះតែយើងអត់អីទេស្អំចិត្តប្រជាពលរដ្ឋធ្វើម៉េចឲ្យមួយកែហ្នឹងទៅអាហ្នឹងកត្តា3ធំដែលយើងអត់អាចនឹងឈ្នះថៃបានហើយយើងចង់ចប់គឺយើងត្រូវតែលុតជង្គង់យើងលន់តួយើងសុំគេចរចាឥឡូវគេបិទផ្លូវចរចាទៀតពេលដែលថៃបិទផ្លូវចរចាថៃដាក់ផ្កាននងនឹងញៀងផ្លែបបក់អត់មាននុយហ្នឹងឲ្យយើងទៅលូតចាប់តាក់តងនឹង UNCLOS ឥឡូវយើងទៅលូតចាប់អាផ្លែផ្កាននងរបស់ថៃហ្នឹងមកឡើងទៅយន្តការដែលឆ្លងផុតពីការចរចាទ្វេភាគីថៃបិទការចរចាទ្វេភាគីព្រំដែនអត់បានចរចាអីសោះដីថៃចាប់ផ្ដើមពុះជ្រែកទៅឲ្យតើប្រជាពលរដ្ឋថៃជាបដាកែទាំងអស់ហេដ្ឋារចនាសម្ព័ន្ធឲ្យភ្ញៀវទៅលេងលក់សម្បត្តិលក់អីលាក់នឹងលាក់ហើយយើងមានធ្វើអីក្រៅពីតបឥឡូវលោកញឹកប៊ុនឆៃមកវិញលោកក្លាហានមែនតើដែលហ៊ាននិយាយថាកម្ពុជានឹងប្រើកម្លាំងយោធាវាយថៃឲ្យកម្លាំងយើងមានអស្ចារ្យហេតុអីបានជាលោកញឹកប៊ុនឆៃនិយាយភាសាផ្ទុយពីអ្វីដែលលោកហ៊ុនសែនកំពុងតែលាបពណ៌ឲ្យគណៈបកប្រឆាំងផ្ទុយទៅវិញឥឡូវបែរទៅជាអ្នកដែលនិយាយរឿងតាំងវាយថៃហ្នឹងគឺលោកញឹកប៊ុនឆៃដែលនៅក្នុងគណៈបកជាមួយនឹងសម្ព័ន្ធរដ្ឋាភិបាលកម្ពុជាខ្លួនឯងហ្នឹងមានគណៈបកប្រឆាំងឯណាលោកញឹកប៊ុនឆៃមានប្រឆាំងមកពីណាគាត់ជាសម្ព័ន្ធគណៈបករដ្ឋាភិបាលដែលមាន29គណៈបកណាហេតុអីបានជាលោកញឹកប៊ុនឆៃលើកសារពេលនេះតកតងនឹងចង់វាយថៃឲ្យថាទាហានខ្មែរលើកក្រោយនឹងខ្លាំងរឿងមាន2ដែលខ្ញុំសង្កេតហេតុអីបានជាលោកញឹកប៊ុនឆៃហ៊ាននិយាយភាសាបែបនេះផ្ទុយទៅនឹងអ្វីដែលលោកហ៊ុនសែនកំពុងចង់ឲ្យទម្លាក់កំហុសនេះទៅក្រុមប្រឆាំងទេមិនមែននឹកស្មានថាលោកញឹកប៊ុនឆៃជាអ្នកនិយាយថាចង់ឲ្យវាយទេទី1ក្នុងនាមជារដ្ឋអធិបតេយ្យគាត់ជាមេតបខ្ញុំថានិយាយអត់ខុសទេតាក់តងនៅក្នុងការដែលតតាំងដណ្ដើមដីខ្មែរពីថៃដែលឈ្លានពានដោយខុសច្បាប់ព្រោះច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាក៏ចែងរដ្ឋធម្មនុញ្ញអង្គការសហជីវក៏ចែងពីសិទ្ធិការពារខ្លួនមិនឲ្យរដ្ឋអធិបតេយ្យណាមកឈ្លានពានយកដីយើងបានស្រាចិត្តទេបើអញ្ចឹងមែនគេយកទៅដល់កដាលក្រុងភ្នំពេញក៏កំដឹងធ្វើអីគេដែរបើយើងសិតឲ្យតែគេយកដី1មីលីម៉ែត្រណាក៏ដោយនៅព្រំដែនណាដែលយើងឲ្យគេយកបានគឺយើងបាត់អធិបតេយ្យរបស់យើងហើយមិនបាច់និយាយថាដល់ទៅទួលកសាំងទេ1មីលីម៉ែត្រណាក៏ដោយគឺបើបាត់1មីលីម៉ែត្រគឺបាននៅយើងបាត់អធិបតេយ្យហើយយើងអាចការពារអធិបតេយ្យយើងបានទេព្រោះអីអាហ្នឹងគឺជាសិទ្ធិស្របច្បាប់ដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិអញ្ចឹងពេលដែលលោកញឹកប៊ុនឆៃនិយាយបែបនេះគឺគាត់បង្ហាញអំពីភាពអស្ចារ្យនៃមេតបក៏ប៉ុន្តែមេតបរបស់គាត់នេះគឺកំពុងតែផ្ទុយទៅនឹងអ្វីដែលលោកហ៊ុនសែនកំពុងចង់លាបពណ៌បពប្រឆាំងហើយគាត់នេះគឺគាត់អាចមានបញ្ហាខ្លួនគាត់ទៀតអញ្ចឹងបានថាវីដេអូហ្នឹងបងប្អូនណាdownload ទុកមើលទៅតែបន្តិចទៅគាត់លុបចោលហើយទី2លោកញឹកប៊ុនឆៃគាត់ជាមេបកដែរបងប្អូនគាត់មានគណៈបកខ្មែររួបរวมជាតិនឹងដែរតាហើយបោះឆ្នោតឃុំសង្កាត់ចិត្តមកដល់ហើយបើសិនជាគាត់អត់និយាយអីសោះអត់ដែរបានសម្លេងអីតើគាត់ឲ្យធ្វើអីអញ្ចឹងដើម្បីលួងទឹកចិត្តស្អំទឹកចិត្តជាពិសេសប្រជាប្រដ្ឋព្រំដែននៃភូមិរងចាំហ្នឹងឲ្យចាំថាបើសិនជាថៃមិនព្រមអនុវត្តតាមយន្តការអន្តរជាតិដែលគាត់អះអាងហ្នឹងណាគឺគាត់ស្នើឲ្យវាយទៅយ៉ាងហោចណាស់បើបោះឆ្នោតគ្រប់គ្រងឲ្យលោកញឹកប៊ុនឆៃជាបើបានតំណែងកៅអីរដ្ឋសភាឬអីចឹងទៅមួយអីចឹងទៅឧទាហរណ៍ក៏គាត់គិតថាប្រជាពលរដ្ឋហ្នឹងគិតថាសង្ឃឹមថាអាចវាយយកដីមកពីថៃមកវិញបានពីវាយទាហានថៃអីចឹងទៅព្រោះអីជាមេតបជាអីចឹងនេះគឺជាសារនយោបាយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋជឿថាគណៈបកគាត់ហ្នឹងអាចនឹងបើឈ្នះឆ្នោតអាចនឹងវាយថៃអីចឹងទៅអញ្ចឹងនៅក្នុងន័យហ្នឹងគឺជាការស្អំចិត្តរឿងនយោបាយផងនិងអតីតក្នុងឈាមជ័រគាត់ជាមេទាហានផងព្រោះវាឈឺចាប់ដែរគាត់និយាយឲ្យគាត់ឈឺចាប់នរណាក៏ឈឺចាប់ដែរក៏ប៉ុន្តែអ្វីដែលលោកញឹកប៊ុនឆៃនិយាយនេះគឺវាផ្ទុយទៅនឹងអ្វីដែលរដ្ឋាភិបាលកំពុងធ្វើហើយគាត់និយាយថាបើសិនជាយន្តការអន្តរជាតិនឹងវាថៃអត់ព្រមយន្តការអន្តរជាតិអីដែលថៃអត់ព្រមខ្ញុំពងឆ្ងល់លោកញឹកប៊ុនឆៃយន្តការអន្តរជាតិរាល់ថ្ងៃហ្នឹងអត់មានដែលថៃព្រមមួយណាទេថៃអត់ប្រកែកបកស្រាយរត់រាល់តដងតា
រឿងតែមួយទេគឺរឿងប្តឹងទៅតឡាការយុទ្ធធរអន្តរជាតិនិងព្រំដែនអន្តរជាតិដែលជាយន្តការត្រឹមត្រូវបំផុតតាមយន្តការអន្តរជាតិខ្មែរអត់ធ្វើហើយឥឡូវហ្នឹងយើងធ្វើអីទៀតថៃអត់ព្រមគ្រប់រឿងហើយតាលោកញ៉ាំបញ្ឆៃថៃអត់ព្រមគ្រប់រឿងថៃប្រកាយថាថៃមិនឆ្លៀនពៀនខ្មែរទេខ្មែរព្រមឲ្យណានៅហ្នឹងដីថៃពីយូរហើយសំបីអាតំបន់ភូមិជោគជ័យនិងភូមិព្រៃច័ន្ទហ្នឹងដែលលោកញ៉ាំបញ្ឆៃខ្លួនលោកនេះដែលកាលសម័យតស៊ូនេះលោកធ្លាប់ទៅហ្នឹងតាលោកធ្លាប់ទៅតស៊ូដល់សម័យតស៊ូនៅហ្នឹងដែលលោកនិយាយថាតំបន់អស់ហ្នឹងជាដីខ្មែរទេលោកហ៊ានអះអាងទៀតព្រោះលោកជាសាកសីរស់ថាតែប៉ុណ្ណឹងដល់ពេលលោកអ៊ុំសំអានយកសម្ដីនឹងយកមកដកស្រង់ស្រាប់តែលោកចេញសេចក្តីប្រកាសព័ត៌មានមួយទាត់ចោលថាលោកអ៊ុំសំអាននឹងមួលបង្កាច់ពាក្យពេចគាត់អាតំបន់ព្រៃច័ន្ទភូមិជោគជ័យអីហ្នឹងគឺជាដីខ្មែរតាខ្មែរនៅ30-40ឆ្នាំហើយតាំងពីអើយមកលោកក៏ជាសាកសីរស់ដល់ពេលខ្លាចនិយាយទៅថាបើដីខ្មែរមែនថៃយកចឹងថៃខ្មែរបាត់ដែនអធិបតេយ្យអតីតមេតបខ្មែរដែលការពារទឹកដីដើម្បីបូជាជីវិតដើម្បីជាតិមាតុភូមិចុងក្រោយត្រូវតែនិយាយថាអាដីហ្នឹងក៏ដីរបស់ថៃដែរបើគាត់បដិសេធថាភាសាដែលគាត់និយាយថាភូមិព្រៃច័ន្ទភូមិជោគជ័យហ្នឹងគឺជាដីរបស់ខ្មែរហើយអ្នកណាដែលយកភាសាហ្នឹងនិយាយថាជាការមួលបង្កាច់គាត់ចឹងបានន័យគាត់និយាយថាភូមិព្រៃច័ន្ទភូមិជោគជ័យហ្នឹងគឺជាដីរបស់ថៃទេវាទៅជាអញ្ចឹងទៅវិញណាបងប្អូនដល់អញ្ចឹងទៅគាត់ចេញសេចក្តីថ្លែងការណ៍ហ្នឹងតាំងពីថ្ងៃទី10ថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2025មុនវាយគ្នាខ្លាំងហ្នឹងគឺផ្សាយហ្នឹងគាត់ចេញមកគាត់បដិសេធគាត់ទាត់ចោលគាត់ថាម៉េចគាត់ថាខ្ញុំនាយឧត្តមសេនីយ៍ញឹកប៊ុនឆៃអតីតថ្នាក់ដឹកនាំចលនាតស៊ូជាតិកម្ពុជាដែលគេស្គាល់ថាជាចលនាមូលីណាកានៅតាមបណ្ដោយព្រំដែនកម្ពុជាថៃមានកិត្តិយសសូមសម្ដែងការសោកស្ដាយនិងខកចិត្តជាខ្លាំងចំពោះការបកស្រាយមួលបង្កាច់និងកលៃព័ត៌មានពិតរបស់ខ្ញុំពីលោកអ៊ុំសំអានកាលពីពេលថ្មីនេះខ្ញុំសូមផ្ញើសេចក្តីបដិសេធធ្វើសេចក្តីបដិសេធច្រានចោលទាំងស្រុងចំពោះការបំភាន់នេះនិងសូមគូបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបដូចខាងក្រោមទី1ករណីលើកឡើងរបស់ខ្ញុំក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី25កញ្ញាឆ្នាំ2025គឺជាការបង្ហាញពីប្រវត្តិនៃចលនាតស៊ូដែលធ្លាប់បានឈរជើងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនិងបានស្គាល់ទីតាំងបង្គោលព្រំដែនមួយចំនួនក្នុងអតីតកាលខ្ញុំមានជំនឿនិងសុតិធិនិយមចំពោះរដ្ឋាភិបាលកម្ពុជាដែលមានយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហាព្រំដែនដោយប្រសិទ្ធភាពសម្ដៅការការពារបូរណភាពទឹកដីអធិបតេយ្យនិងឯករាជ្យនឹងលោកសរសេរថ្ងៃទី7វិច្ឆិកាឆ្នាំ2025តបទៅនឹងសាររបស់លោកអ៊ុំសំអានដែលដកស្រង់ប្រសាសន៍របស់លោកញឹកប៊ុនឆៃដែលថាតំបន់ព្រៃច័ន្ទភូមិជោគជ័យហ្នឹងគឺជាតំបន់ក្នុងដីខ្មែរបកគោលព្រំដែនប្រមាណគេមកិលចូលប្រមាណគីឡូដីអីចឹងទៅចឹងគាត់ថាអាហ្នឹងគាត់និយាយគាត់ប្រវត្តិសាស្ត្រគាត់ធ្លាប់ឈរជើងនៅហ្នឹងឲ្យចោះកាលពីមុនឈរជើងនៅហ្នឹងខែងដីរបស់ខ្មែរបើមិនមែនដីខ្មែរមិនបានទៅហ៊ានតស៊ូទៅឈរជើងនៅហ្នឹងបានកំពុងតែឆ្ងល់ដល់ឥឡូវគាត់ថាអត់ទេដកអ្នកណាថាបានន័យថាគាត់និយាយថាតំបន់ទាំងអស់ហ្នឹងជាដីថៃទាំងអស់ខ្មែរទៅនៅដីថៃតាំងពីចលនាតស៊ូរបស់គាត់ដែរហ្នឹងចឹងហើយគាត់ឲ្យជឿជាក់លើរដ្ឋាភិបាលថាការពារបូរណភាពមេតបដែលនៅរស់ជាសាកសីរស់សុកចិត្តនិយាយដើម្បីផ្គាប់រដ្ឋាភិបាលថាតំបន់ហ្នឹងគឺជាដីរបស់ថៃទេហើយតើមានសង្ឃឹមអីទៀតសាកសីរស់នៅប្រមាណអ្នកទៀតឃើញអាសាច់ជូនខ្លាបើនៅស្រុកបានឥឡូវរហូតដល់លោកហ៊ានទៅប្រាប់ថាដើម្បីរកវាយថៃអាពេលថ្ងៃទី17វិច្ឆិកាឆ្នាំ2025លោកញឹកប៊ុនឆៃនិយាយហ្នឹងណាជឿលើរដ្ឋាភិបាលការពារដែនអធិបតេយ្យថៃអត់ទាន់វាយយកបានតំបន់ទាំង67ហ្នឹងទេដល់ថ្ងៃទី27ខែធ្នូគឺមួយខែក្រោយជាងមកថៃវាយយកមកអស់លីងបាទឥឡូវខ្ញុំតទៅទៀតបងប្អូនច្រើនមែនតើដល់ឥឡូវឃើញតែមួយរឿងហ្នឹង1ម៉ោងជាងបាទ2ម៉ោងហើយសុំទោសដោយសារថ្ងៃសៅរ៍ខ្ញុំអត់រងសម្ពាធនៃថាបញ្ញាប់ចូលធ្វើការដូច្នេះរៀងផ្អែមបន្លែបើលឹះលួសត្រង់ណាបងប្អូនបើបង្អែមលៀងមាត់មកផ្ទះធំហើយវាដោយខ្វិតក្រូចឆ្មា3 4អីទៀតឬក៏មានផ្ទីមានអីចែកជូនគ្រាន់ទទួលទានយកទៅដាំឬក៏ខ្វិតបើមិនយកទៅចោលក្បាលឆ្កែក៏បានដែរកុំឲ្យថាវាថាឲ្យទៅហើយកាន់យកទៅផ្ទះចុះថៃចល័តតបនៅព្រំដែនក៏ប៉ុន្តែហាមប្រជាពលរដ្ឋថៃមិនឲ្យថតរូប
ដំណឹងចល័តតបនេះមិនមានអីប្លែកទេព្រោះថៃគេត្រៀមគ្រប់គ្រាន់គ្រប់ពេលតែអញ្ចឹងតាថៃមិនមែនមានចំនួនព្រំដែនតែជាមួយខ្មែរទេបងប្អូនថៃមានចំនួនព្រំដែនជាមួយម៉ាឡេជាមួយឡាវជាមួយនឹងភូមាដែរហើយក៏នៅភូមានឹងកំពុងតែក្តៅកគុកដែរក៏ប៉ុន្តែក្នុងពេលជាមួយគ្នានឹងថៃក៏មិនផ្អាកនៅក្នុងការចល័តតបចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជាជាពិសេសតំបន់ដែលថៃគ្រប់គ្រងហើយក៏យើងទៅខាត់ថៃបានដែរបងប្អូនព្រោះយើងទៅខាត់ថៃមិនបើយើងថាអ្នកណានៅហ្នឹងកុំឲ្យតែគេរុលហួសពីអាព្រំដែលយើងអនុញ្ញាតឲ្យគេនៅហ្នឹងពីថ្ងៃ27ខែធ្នូឆ្នាំ2025មកដូច្នេះថៃមកមានតបមានអីគេមកចូលក្នុងតំបន់ទាំងអស់ហ្នឹងក៏យើងមិនដឹងទៅធ្វើអីគេដែរទាល់តែយើងទាដីនឹងបានមកវិញហើយថៃចូលមកហ្នឹងបានខុសច្បាប់ដូច្នេះបើមានការចល័តតបថៃចូលដល់ក្នុងដីតំបន់ដែលថៃគ្រប់គ្រងបានដដើមពីខ្មែរខ្ញុំក៏អត់មានការភ្ញាក់ផ្អើលអីដែរប៉ុន្តែមានព័ត៌មាននេះពីលោកម៉ែនណាតដែលលោកបង្ហោះនៅលើបណ្ដាញសង្គម Facebook របស់លោកថ្ងៃនេះគាត់ថាទាហានជួរមុខខ្មែរបាននិយាយថាយោធាថៃចល័តតបតាមខ្សែត្រៀមរបស់ខ្លួននៅក្នុងទឹកដីខ្មែរដែលខ្លួនឈរជើងដើម្បីត្រៀមប្រយុទ្ធ24ម៉ោងលើ24ម៉ោងហើយហាមពលរដ្ឋថៃមិនឲ្យថតការចល័តតបនេះទេក៏ប៉ុន្តែភាគីរដ្ឋាភិបាលកម្ពុជានៅតែរក្សាភាពស្ងៀមស្ងាត់នៅភាពស្ងប់ស្ងាត់អានេះប្រសាសន៍របស់លោកអ៊ុំសំអានប៉ុន្តែខ្ញុំថាកម្ពុជាមិនស្ងប់ស្ងៀមទេព្រោះថ្ងៃនេះឃើញអ្នកនាំពាក្យរបស់ក្រសួងរបស់រដ្ឋាភិបាលកម្ពុជាលោកប៉ែនបូណាក៏ថាកម្ពុជាបានតវ៉ាអត់ឈប់ទេឲ្យតែមានរឿងអីតវ៉ាតរហូតដែរខ្ញុំសូមសរសើរដោយស្មោះទាំងអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាទាំងមន្ត្រីអីសពបែបយ៉ាងនៅស្រុកខ្មែរហ្នឹងណាដែលប្រកែធ្វើរឿងដដែលអត់ចេះធុញណាយើងទៅតវ៉ាជាង800ដងហើយហេតុអីក៏មិនប្តឹងតែម្ដងទៅវាថៃដាក់ប្តឹងថៃតែម្ដងទៅវាថៃវាជ្រុះមាសឬក៏វាកលាប់ផែនដីនឹងយ៉ាងម៉េចខ្ញុំកំពុងតែឆ្ងល់មើលដាក់ប្តឹងទៅតុលាការព្រំប្រទានអន្តរជាតិម្ដងមើលខ្ញុំទូងឲ្យបាច់ស្គរហ្មងនិយាយទៅឲ្យតែថាប្តឹងតឡាការអន្តរជាតិ ICC ក៏បានតឡាការព្រំប្រទានអន្តរជាតិ ICJ ក៏បានឬក៏យន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារី PPA ក៏បានអារឿងត្រូវនឹងអត់ធ្វើសោះនៅតែតវ៉ានៅតែជំទាស់នៅតែមិនទទួលស្គាល់នៅតែជូនដំណឹងនៅតែស្នើឲ្យដកថយនៅតែលាក់តែដែលបានផលម្ដងទេបាទឥឡូវបន្តទៅទៀតបងប្អូនមន្ត្រីយោធាអាមេរិកនិងកម្ពុជាជួបគ្នាជជែករឿងត្រៀមសម្ពយុទ្ធយោធារួមគ្នាសម្រាប់ឆ្នាំ2027បានតែប៉ុណ្ណេះហ្នឹងកាសែតខ្មែរផ្សាយផ្ទុះឲ្យតែបានជួបជាមួយទាហានអាមេរិកហ្នឹងគឺថាសប្បាយណាស់អាមេរិកមកជួយយើងទៀតហើយអាមេរិកយើងត្រូវគ្នាជាមួយអាមេរិកហើយយើងច្បាស់ជាអាចទប់ថៃបានហើយអីលាក់ផ្អើលទៀតប្រកែណារឿងគេងចំណេញនយោបាយហ្នឹងតែថ្ងៃនេះខ្ញុំដកស្រង់សារពីទូតអាមេរិកទេខ្ញុំមិនយកពីសារព័ត៌មានក្នុងស្រុក Fresh News អីណាមកផ្សាយទេស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាសរសេរសារនៅលើបណ្ដាញសង្គម Facebook របស់ខ្លួននិយាយចេះថ្ងៃនេះថាកងទ័ពមកពីបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ Pacific និងកងទ័ពឆ្មាំជាតិតាមពិតកងទ័ពបម្រុងសហរដ្ឋអាមេរិកដែលគេហៅ National Guard ហ្នឹងគឺនៃរដ្ឋIdaho ឬ Idaho បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃកងយុទ្ធពលខេមរៈភូមិន្ទនិងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជាក្នុងសន្និសីទអភិវឌ្ឍគោលគំនិតសម្រាប់ការសម្រាប់សម្ពយុទ្ធឆ្មាំអង្គរឬក៏អង្គរសង់ទីណាល់ឆ្នាំ2027ថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកយោធាពីប្រទេសទាំងពីរបានជួបប្រជុំនៅរាជធានីភ្នំពេញនិងនៅមជ្ឈមណ្ឌលវឹកវើប្រតិបត្តិការរក្សាសន្តិភាពដើម្បីរៀបចំផែនការសម្រាប់សម្ពយុទ្ធយោធានេះដែលគ្រោងចាប់ផ្ដើមឡើងវិញជាលើកដំបូងចាប់តាំងពីឆ្នាំ2016មកម្លេះកិច្ចសហប្រតិការថ្មីឡើងវិញជាមួយគ្នានេះគឺបង្ហាញពីការបដិញ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិការយុទ្ធពលខេមរៈភូមិន្ទកម្ពុជានិងសហរដ្ឋអាមេរិករវាងនិងព្រមទាំងលើកកម្ពស់សន្តិភាពស្ថិរភាពនិងការត្រៀមខ្លួនក្នុងតំបន់ Indo-Pacific បាទបងប្អូនតាមពិតណាយើងនឹងខ្មែរនិងអាមេរិកឆ្លោះគ្នាដោយសារតែអាមេរិកដាក់ទណ្ឌកម្មផ្នែកយោធាដកលុយដកអីច្រើនណាតាំងពីរំលាយគណៈបកសង្គ្រោះជាតិមកហើយទៅថ្មីនេះគឺមានចំនួនជាមួយថៃដោយសារលោកហ៊ុនម៉ាណែតហ្នឹងគឺទៅអោបជើងលោកត្រាំឲ្យចង់បានពានរង្វាន់ឲ្យគាត់មានពានរង្វាន់ Nobel សន្តិភាពអីលាក់ហ្នឹងទៅ
ក៏អាមេរិកនេះហាក់បីដូចជាងាកមករកភាពលោកលឿនវិញខ្លះព្រោះឃើញខ្មែរចាប់ផ្ដើមអោបជើងអោបដៃអីចេះក៏លើកលែងទី1គឺឈប់ដាក់ទណ្ឌកម្មផ្នែកលក់គ្រឿងសព្វាពុទ្ធយោធាអាមេរិកទៅឲ្យកម្ពុជាទី2គឺព្រមធ្វើសម្ពយុទ្ធយោធារួមគ្នាគេហៅសម្ពយុទ្ធយោធាឆ្មាំអង្គរឆ្នាំ2017ដែលមែនតែនមកដល់ម៉ោងណាគឺផ្អាក10ឆ្នាំហើយដោយសារតែរឿងដែនសមុទ្ររៀមមករឿងមូលដ្ឋានទ័ពចិននៅដែនសមុទ្ររៀមដែលគេសង្ស័យឲ្យកម្ពុជាផ្កើនអាមេរិកលោកហ៊ុនសែនលោកទាបាញ់កាលហ្នឹងនៅជារដ្ឋមន្ត្រីក្រសួងការពារជាតិឲ្យគេគំតិចអាគារដែលជាលុយញើសឈាមរបស់ជំនួយរបស់អាមេរិកហ្នឹងយកលុយចិនយកមកសង់អាគារនៅសមុទ្ររៀមហើយចុងក្រោយហ្នឹងលោកហ៊ុនសែនហ្នឹងខឹងអាមេរិកហ្នឹងទៅយកកាភ្លើងចាស់ចាស់របស់អាមេរិកយកដុតចោលអស់ទៀតចុះប្រញាប់ដុតម៉េះបើសិនជាយើងនៅប្រើបានប្រើសិនណាប៉ុន្តែចរិតគាត់អញ្ចឹងគឺចង់ផ្កើនប្រាប់អាមេរិកថាអត់បោះណឯងក៏មិនឈឺក្បាលដុតចោលខ្ទេចប្រើបោះចិនអីអញ្ចឹងទៅនៅពេលដែលស្អប់អាមេរិកតែឥឡូវហ្នឹងរៀងត្រូវគ្នាបន្តិចបន្តួចបានអាមេរិកនេះមកគឺចាប់ផ្ដើមរៀងមានទឹកមាត់ប្រៃរៀងដូចថាមុខមាត់រៀងប្រប្រៃបន្តិចហើយព្រោះអីឆ្លោះគ្នាជាមួយថៃបើបាននៅក្បែរអាមេរិកក៏គ្រាន់បើដែរប៉ុន្តែកុំចាញ់បោកគោលនយោបាយការបរទេសគេធ្វើនេះគេធ្វើដើម្បីប្រយោជន៍ Indo-Pacific បងប្អូនត្រូវចាំណាអាមេរិកគឺមានយុទ្ធសាស្ត្រមួយគេហៅថាយុទ្ធសាស្ត្រ Indo-Pacific គឺបានន័យថាយុទ្ធសាស្ត្រមុខព្រួញយោធាក្នុងតំបន់កិច្ចសន្និបាតការរវាងប្រទេសនៅក្នុង Indo-Pacific មានអាល្លឺម៉ង់មានជប៉ុនមានកូរ៉េមានចិនមានស្អីថៃវៀតណាមឡាវឥណ្ឌូនេស៊ីទាំងអស់ហ្នឹងសិតតែនៅតំបន់ Indo-Pacific ទេហើយជាប្រចាំគឺទាហានអាមេរិកគឺជួបប្រជុំកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងអំណាចយោធាអាមេរិកទេមិនពង្រឹងអំណាចយោធាខ្មែរទេហើយពង្រឹងអំណាចយោធាអាមេរិកនៅតំបន់ Indo-Pacific ហ្នឹងគឺដើម្បីទប់ចិននិងកូរ៉េខាងជើងអីចឹងអត់មានទប់ណាណាទេទប់តែចិនមួយទេជាទូទៅហើយគាត់ទៅសហការជាមួយនឹងនៅមជ្ឈិមបូព៌ាអីគាត់រៀបចំស្អាតហើយនៅតែ Indo-Pacific ហ្នឹងគឺនៅឆក់ល្វែងបន្តិចដោយសារកម្ពុជាអោបចិនអីរៀងច្រើនបន្តិចទៅហើយនិយាយទៅគឺកម្ពុជាហ្នឹងគឺជាការដែលអាមេរិកកំពុងតែពិនិត្យមើលមែនតែនតាមពិតបើនិយាយពីការដែលមិនចូលចិត្តអាមេរិកអត់ចូលចិត្តកម្ពុជាតតែសោះរឿងរំលោភសិទ្ធិមនុស្សហ្នឹងក៏តែកម្ពុជាធ្វើខ្លួនឲ្យទៅជាក្មេងដែលជាកូនបោកក្បាលខ្លួនឯងនៅអញ្ចឹងដើម្បីឲ្យម៉ែឪអាណិតម៉ែឪអាណិតហើយតែឃើញធម្មតាកូនតែបោកក្បាលនៅអញ្ចឹងយើងឈឺហើយយើងឈឺតែខ្លួនឯងហ្នឹងមិនអញ្ចឹងប៉ុន្តែម៉ែឪដោយសារនឹកឃើញកូនខ្លួនឯងដល់អញ្ចឹងនេះចេះតែអត់កើតទេបើអត់ជួយអីខ្លះនោះបោកក្បាលនៅអញ្ចឹងពកក្បាលឬក៏ហូរឈាមងាប់ហើយអស់លុយតែម៉ែឪតែអញ្ចឹងអត់បានទៅរៀនអត់បានទៅសូត្រក្តៅខ្លួនឬអីអញ្ចឹងទៅក៏លួងណាកុំបោកក្បាលនៅអញ្ចឹងបោកក្បាលនៅអញ្ចឹងហ្នឹងគឺគាត់ទៅបំផ្លាញសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យហើយទៅអែបចិនឪម៉ែអត់ចូលចិត្តទេក៏ប៉ុន្តែយើងយកលេសហ្នឹងគឺបើសិនមិនចូលចិត្តខ្ញុំបោកក្បាលខ្ញុំឲ្យនៅគៀនចាំងនោះឲ្យខ្ទេចខ្ទីក្បាលខ្ញុំហ្មងមើលកូនម៉ែឯងដែរកូនឲ្យឯងដែរអញ្ចឹងឧទាហរណ៍ណាអញ្ចឹងអាមេរិកហ្នឹងចេះថាឲ្យលួងកុំឲ្យបោកក្បាលទៀតប៉ុន្តែអត់ស្រឡាញ់ទេលួងកុំឲ្យបែកក្បាលខ្លួនឯងទៀតទៅវាសរកម្មចិត្តតែប៉ុណ្្នឹងទេប៉ុន្តែអត់ចូលចិត្តទេតែឥឡូវហ្នឹងក្នុងដល់ពេលអត់ចូលចិត្តណាប៉ុន្តែឥឡូវហ្នឹងមកស្អំបន្តិចទៅធ្វើសម្ពយុទ្ធយោធានេះគឺជាយន្តការរបស់អាមេរិក Indo-Pacific ទេនៅក្នុងការពង្រឹងវិស័យទ័ពដើម្បីកម្លាំងទ័ពអាមេរិកក៏ប៉ុន្តែណាហើយបើបានជួបជាមួយអាមេរិកបាននំប៉័ងឬក៏លោកលាក់ហូបខ្លះទៅកុំឲ្យស្ពៃសុតពេកហើយដូរចរិតយើងមកចាប់យក hamburger នឹងហូបខ្លះទៅកុំជេរគេកុំស្អីចក្រពត្តិនិយមអីពេកខ្សែគប់ជាមួយនឹងអាមេរិកហ្នឹងមិនសូវខុសហ្មងទេបើយើងមើលអ៊ីរ៉ង់អាណាអ៊ុយក្រែនគេមកខ្សែគប់មកអីរណបអាមេរិកសំបីលោកត្រាំចោតសេលិនស្គីថាមេដឹកនាំផ្ដាច់ការបើកើតសង្គ្រាមអីក៏អត់ខឹងអត់អីដែរនៅតែមកអរគុណមកសុំទោសមកអីឬក៏លាក់ដើម្បីបានជំនួយអាមេរិកឃើញទេគេឆ្លាតឥឡូវបានសភាវុធវាយរុស្ស៊ីឯងឡើងចង់រៀបវិញចឹងយើងដូរទៅយើងកែទៅបើចង់បានអាមេរិកចង់បាន hamburger មែនតើប្រឡែងស្ពៃខ្លះទៅព្រោះស្ពៃហ្នឹងវាទលាន់ហើយឥឡូវចូលបន្តទៅទៀតតកតងនឹងរឿងថៃសម្រុកសាងសង់របងព្រំដែនដោយឯកតោភាគីកម្ពុជាស្ងាត់តែមិនស្ងៀមត្បិតថាបានតវ៉ារួចរាល់អស់ហើយខ្ញុំនិយាយរឿងនេះមិញបន្តិចឯងក៏ប៉ុន្តែថៃមែនតែនទៅមកដល់ម៉ោងនេះគេសម្រុកខ្លាំងមែនតែនលោកម៉ែនណាតលោកអ៊ុំសំអាននឹងផ្សព្វផ្សាយអំពីរបងដែលថៃរៀបចំហ្នឹងឥឡូវឮថា
លបងបលាលួសព្រំដែនដែលធ្វើដោយឯកតោភាគីមានទាំងលបងបេតុងផងដាក់ចម្រឹងដែកផងនឹងគឺមានកម្ពស់ជាង2ម៉ែត្រចន្លោះបកគោល52 53និងលេខ54នៅស្រុកកំរៀងខេត្តបាត់ដំបងតាមពិតកន្លែងហ្នឹងលោកសុកលូអឺមិនមែនសុកលូទេដូចអភិបាលខេត្តបាត់ដំបងភ្លេចឈ្មោះឲ្យច្រើនពេកសុំទោសឲ្យបងប្អូនគាត់ដូរច្រើនពេកទៅខ្ញុំចង់វល់អស់ដែរអឺគាត់ថាថ្ងៃមុននោះដែលនិយាយថាគេសង់លើដីគេអីគេទេមិនបញ្ចូលក្នុងដីអាដានធិបតេយ្យសំបីតែក្រសួងការបរទេសនិយាយថាអាហ្នឹងគឺជាអំពើខុសច្បាប់អភិបាលខេត្តក៏និយាយថាអត់ខុសអីផងណាវាទៅជាអញ្ចឹងទៅវិញហើយរួចខ្លួនទៀតឥឡូវហ្នឹងគឺក្នុងតំបន់ហ្នឹងគេចាប់ផ្ដើមធ្វើហើយឥឡូវឮថាសង់បានជាង 40% ហើយមកដល់ពេលហ្នឹងបាទនេះតាមភាគីថៃដែលគេលើកហ្នឹងគម្រោងគេហ្នឹងគឺគេសង់ប្រវែង100គីឡូម៉ែត្រឯណោះអញ្ចឹងបានន័យថាបើ40% បាននេះសង់បាន40គីឡូដីហើយពឺតយកទៅបាទហើយខ្មែរយើងតវ៉ាមិនទទួលស្គាល់បដិសេធអីអញ្ចឹងទៅយើងបានតែប៉ុណ្្នឹងដែរបាទបន្ទាប់ទៅទៀតគឺមតិប្រជាពលរដ្ឋជំវិញការធ្វើពហិការផលិតផលថៃក៏ប៉ុន្តែបែរជាមិនខំពង្រឹងគុណភាពផលិតផលខ្មែរតាមពិតអាការធ្វើផលិតពហិការផលិតផលថៃហ្នឹងគឺវាជារឿងស្អំចិត្តប្រជាពលរដ្ឋខ្មែរខ្លួនឯងមែនហើយពួកអីយើងទៅធ្វើអីគេវាមិនចាញ់រដ្ឋាភិបាលអត់ប្តឹងចរចាគេអត់ព្រមចរចាដីនៅតែគេយកព្រំដែននៅតែគេបិទអញ្ចឹងប្រជាពលរដ្ឋអត់មានអីមានតែស្អំចិត្តខ្លួនឯងទៅរករឿងគេមិនកើតមានតែបោកក្បាលនៅអញ្ចាំងហ្នឹងឯងអញ្ចឹងទៅធ្វើផលិតផលពហិការផលិតផលថៃអញ្ចឹងសស័កសស្រាំអញ្ចឹងទៅជាចិត្តសាស្ត្រមួយលួងចិត្តទៅប៉ុន្តែពេលដែលធ្វើពហិការផលិតផលថៃហ្នឹងថាតើខ្លួនឯងពង្រឹងផលិតផលខ្មែរហ្នឹងបានកម្រិតណាខ្ញុំឮមតិប្រជាពលរដ្ឋហ្នឹងពេលខ្លះមានអ្នកខ្លះលើកយកអាសាប៊ូហូក៏ឃ្លោកកែពេញក្បាលនឹងឬក៏របស់អីទុកមិនបានប្រមាណនឹងវាខូចគុណភាពអីហ្នឹងគឺឃើញផ្សព្វផ្សាយម្ដងហើយម្ដងទៀតខ្ញុំគិតថាបងប្អូនពេលខ្លះក៏ធ្វើបាបខ្មែរគ្នាឯងដែរព្រោះយើងទៅរើប40 50ឆ្នាំហើយទៅមកចាប់ផ្ដើមឆ្លោះគ្នាមួយថៃយើងធ្វើពហិការយើងចាប់ផ្ដើមមកពង្រឹងជាតិនិយមខ្លួនឯងដែលគ្រប់គ្រងផលិតផលខ្លួនឯងពីអង្កលយើងស្អីក៏បោះគេដែរឲ្យតែល្អបោះគេហក់ទៀបល្អទៀបប្រាំងផ្លែស្អីស្រាឆ្ងាញ់ស្រាបារាំងឬក៏និយាយទៅរបស់ល្អគឺសុទ្ធតែរបស់គេកូនស្អាតកូនកាត់ដូចកូនក្លឹងកូនឌៀកូនខ្មែរសោះណានិយាយទៅឲ្យតែរបស់គេគឺយើងសរសើរហ្មងរបស់ឯងគឺយើងប្រអាប់កូននេះស្អាតណាមុខដូចបរទេសកូនខ្មែរហ្នឹងហើយចុះខ្មែរអត់ស្អាតទេខ្ញុំថាខ្មែរគឺជាជនជាតិសាសន៍មួយដែលមានសម្រស់ស្រស់ផូរផង់ញញឹមស្អាតជាងជាតិសាសន៍ណាលើលោកបើតាមខ្ញុំស្គាល់សក់រួញអង្គាដីសម្បុរស្រអែមដងស្ទឹងសង្កែអូយស្អាតណាស់លោកអើយបើយើងស្ដាប់មើលការពិពណ៌នារបស់កវីដូចលោកញុកថែមលោកអីដែលធ្លាប់ជាវិចិត្រករគឺពិពណ៌នាមកមិនដឹងជាមានស្រីណាលៀបលេសក្បោះស្រីសដូចចានមួយយិតមិនបានដូចឆ្កែក្រោមផ្ទះអីណាដែលសំទោសខ្ញុំសូមអភ័យទោសដែលភាសាយកភាសារាយបែបនៅតុកកាហ្វេយកមកនិយាយដោយអត់ដឹងខ្លួនខ្ញុំសូមអធិស្ឋានដែលភាសានេះគឺចាស់តែងតែនិយាយថាខ្មែរយើងមិនមែនសម្បុរសទេខ្មែរយើងសម្បុរស្រគាំស្អាតខ្មៅស្អាតណាស់សម្បុរធម្មជាតិស្រអែមដងស្ទឹងសង្កែហ្នឹងគឺសម្បុរស៊ីកាមេរ៉ាសម្បុរដែលល្អគុណមើលកាន់តែយូរកាន់តែស្អាតស្រស់ផូរផង់ណាស់ដែលមែនតើទៅគឺជាសម្រស់ធម្មជាតិរបស់នារីខ្មែរឬក៏របស់បុរសខ្មែរយើងដែលជាសម្រស់ដ៏ស្រស់ស្អាតរបស់យើងហើយអត់មានអ្នកណាម្នាក់មកស្អីសដូចក្លឹងដូចអីហ្នឹងស្អាតជាងយើងទេអត់ទេហើយយើងសរសើរគ្នាយើងហ្នឹងគឺចិត្តយើងហ្នឹងដូរចិត្តយើងទៅបងប្អូនយើងនាំគ្នានិយាយថាអញ្ចឹងហើយបានខ្មែរយើងមានពាក្យបដៅមិញដែលខ្ញុំពាក្យដែលគេអប់រំយើងគេថាស្រីសដូចចានមួយយិតមិនបានដូចឆ្កែក្រោមផ្ទះហ្នឹងគឺគេចង់និយាយអប់រំថាកុំលៀបលេសតែស្បែកតែចរិតយើងវាអន់មួយយិតយើងអត់បានហ្នឹងវាអន់ជាងនារីខ្មែរសគុតសគុំសម្បុរស្រអែមឬក៏នេះនឹងឆ្ងាញ់ណាស់អញ្ចឹងធ្វើយើងឲ្យវាស្អាតសពីចិត្តមួយយិតផូរផង់មើលឥឡូវហ្នឹងពិបាករមែនតើអាមួយយិតផូរផង់ហ្នឹងវាមានតាសភ្លឹងដែលសមួយថ្ងៃលៀបសភ្លឹងហ្នឹងគឺនិយាយទៅឆ្កែវៃសារាយើងរមនុស្សល្អលែង
ដែលពិតធម្មជាតិឡើងបានស្អីក៏គីមីដែរឥឡូវហ្នឹងហើយមានក្រសួងក្រសួងសុខាភិបាលម្សិលមិញទៅចេញសេចក្តីប្រកាសថារកឃើញលេគីមីខូចគុណភាពឬក៏ខូចស្បែកមនុស្សនឹងដល់តែ5ប្រភេទបងប្អូនប្រយ័ត្នឲ្យមែនតើទៅមើលទៅខ្ញុំមិនបានយកឯកសារហ្នឹងមកអាននេះគាត់ថាទៅមើលក្រសួងសុខាភិបាលទៅគឺថាមានលេលាបឲ្យសហ្នឹង5ប្រភេទដែលគ្រោះថ្នាក់ដល់សុខភាពខ្ញុំថាបើសិនជាក្រសួងសុខាភិបាលចុះទៅមើលអ្នកដែលលេសស្គុះក្បោះហ្នឹងយកមកពិនិត្យមើលជាតិបារតជាតិស្អីហ្នឹងខ្ញុំថាល្អធ្វើអាសវនកម្មនឹងចុះកម្មកុងត្រូលនឹងប៉ុន្តែកុំចុះទៅធ្វើទុកបុកម្នេញពួកគាត់ណាកុំយកឱកាសនឹងមកបានគោះស៊ីលុយធ្វើបាបពួកគាត់ចុះឲ្យមានសុចរិតដើម្បីរក្សាអាការរកទទួលទានតាមសមាអាជីវរបស់អ្នកលក់លេឲ្យគ្នាបានរស់ផងទី2ការពារសុវត្ថិភាពសុខភាពរបស់អតិថិជនផងឥឡូវនេះគឺយើងកំពុងតែធ្វើបរិការផលិតផលថៃតែផលិតផលខ្លួនឯងហ្នឹងក៏ឃ្លោកអាវិចខ្ចប់ក៏មិនដឹងស្អីឯណាយកមកហ្នឹងគឺថាយើងធ្វើឲ្យតែបានប្រញាប់ដែរបងប្អូនខ្ញុំថាកុំអាលស្ដីឲ្យគាត់អីព្រោះវាលឿនពេកព្រោះយើងទៅសើតែបោះគេមកអាយុហើយដល់មកបានថៃវាយយកដីខ្មែរហើយចាប់ផ្ដើមជាតិនិយមជ្រុលមកផ្លែតហ្នឹងដែរខ្ញុំឃើញមតិរបស់កណនី Facebook មួយឈ្មោះមាសនីតែគាត់និយាយថាអញ្ចេះមោទនភាពផលិតផលខ្មែរក៏មោទនភាពទៅតែសុំគិតត្រឹមតែផលិតផលសុំទោសមោទនភាពផលិតផលខ្មែរសូមកុំគិតត្រឹមតែផលិតនៅខ្មែរតែត្រូវមានគុណភាពសុវត្ថិភាពសោភ័ណភាពតាក់ទាញនិងតម្លៃប្រកួតប្រជែងផងតម្លៃខ្ពស់គ្មានការធានាគុណភាពគ្មានការត្រួតពិនិត្យសុវត្ថិភាពនិងមិនមានការវិចខ្ចប់ស្អាតបាតត្រឹមត្រូវអាចធ្វើឲ្យផលិតផលខ្មែរហាក់ដូចជារត់មិនទាន់ជាមួយទំនិញឬផលិតផលនាំចូលពីក្រៅឥឡូវអស់ពីថៃយើងផលិតប្រកួតជាមួយវៀតណាមចិនឡាវម៉ាឡេឬសង្ហបុរីហ្នឹងប្រឹងទៅអញ្ចឹងយើងត្រូវពង្រឹងគុណភាពហ្នឹងខ្ញុំគាំទ្របាទបន្តទៅទៀតបងប្អូនគឺបណ្ដាញយុវជនកម្ពុជាសកលគ្រងប្រពខួប10ឆ្នាំនៃគិតកម្មលើលោកបណ្ឌិតកែមលីដោយដាក់ចំណងជើងនៃពិធីនេះថាឈាមនៃការពិតហើយមានដង្ហែក្បួននៅគ្រប់ប្រទេសផងបាទតាបណ្ដាញយុវជនកម្ពុជានេះគឺតាមពិតខ្ញុំបានទទួលព័ត៌មាននេះពីប្រធានបណ្ដាញយុវជនកម្ពុជាសកលគឺលោកសុផុនឡារីដែលបងប្រាប់ខ្ញុំហើយនឹងមាន flyer របស់គាត់ខិត្តប័ណ្ណហ្នឹងបែបបញ្ជាក់ថាគ្រងប្រពពិធីខួប10ឆ្នាំនៃគិតកម្មលើកបណ្ឌិតកែមលីនេះដោយដាក់ចំណងជើងឈាមនៃការពិតនេះហើយនឹងហែក្បួនតវ៉ាទាមទាររកយុត្តិធម៌ឲ្យលោកបណ្ឌិតកែមលីនៅជប៉ុនកូរ៉េនៅអាមេរិកបារាំងកាណាដាអូស្ត្រាលីអីផងព្រមបណ្ដាញគាត់មានច្រើនគ្រប់ប្រទេសដែលគាត់បានប្រាប់មកនៅថៃហ្នឹងក៏អញ្ចឹងដែរគឺនឹងប្រារព្ធពិធីនេះធំតាមពិតពិធីនេះគាត់គ្រោងធ្វើនៅថ្ងៃទី12ខែកក្កដាបាទ12កក្កដាត្រូវថ្ងៃអីចេះបងប្អូន12គឺត្រូវថ្ងៃអាទិត្យតាមពិតលោកបណ្ឌិតកែមលីត្រូវបានឃាតករបាញ់សម្លាប់នៅថ្ងៃទី16ខែកក្កដាឆ្នាំ2026សំទោស16មកដល់16កក្កដាវិញគឺ10ឆ្នាំគត់ហើយឃើញភរិយារបស់លោកបណ្ឌិតកែមលីអ្នកស្រីប៊ូរចនានិងក្រុមសហគមន៍ខ្មែរយើងនៅឯប្រទេសអូស្ត្រាលីក៏គេគ្រោងនឹងធ្វើពិធីនេះធំដែរនៅឯទឹកដីអូស្ត្រាលីបាទលោកបណ្ឌិតកែមលីត្រូវបានឃាតករបាញ់សម្លាប់នៅឯស្តុបបូកូនៅក្រាសាំងកាល់តិចកាលពី10ឆ្នាំមុនដោយរកឃាតករមិនឃើញទេគឺឃាតករនោះបានតែឃាតករសពនិមិត្តមួយឈ្មោះថាជួបសម្លាប់ដែលទៅប្រាប់ថាបាញ់ដោយសារតែលោកបណ្ឌិតកែមលីជាពាក់លុយ$3000តែប្រពន្ធគាត់នោះថារកតបាយច្រកឆ្នាំងអង្គច្រកឆ្នាំងអត់មានផងតែមានលុយឯណា$3000យកទៅឲ្យលោកបណ្ឌិតកែមលីខ្ចីរួចទៅថាទៅទិញកាភ្លើនឹងអស់លុយរាប់រយ$ទៀតបានមកពីណាដូច្នេះគេសង្ស័យពីការជួលសម្លាប់ហើយឈ្មោះជួបសម្លាប់ហ្នឹងក៏មិនមែនជាឈ្មោះពិតទៀតដាក់ឈ្មោះជួបសម្លាប់ហ្នឹងតាមពិតគាត់ឈ្មោះអឺតអាងបាទមកដល់មកនេះគឺគ្មានការរកឃើញអីទេវីដេអូសុវត្ថិភាពហ្នឹងចេញមកហ្នឹងក៏ឃើញអ្នកដែលតែថាមានរូបរាងស្តៀងជួបសម្លាប់ហ្នឹងគឺគេសង្ស័យថាជាអ្នកដតីលួចបន្លំគ្នារត់ចូលដឹកប៉ូលីសនឹងជួយបិទបាំងជួយរំដោះជួយរំលោះអីចឹងលាក់ច្រើនរឿងណា
តែយ៉ាងណាបងប្អូនប្រជាពលរដ្ឋខ្មែរកាលហ្នឹងគឺ2លានអ្នកដង្ហែសពលោកបណ្ឌិតកែមលីហ្នឹងគឺទៅដល់ទឹកដីខេត្តតាកែវឥឡូវក្រោយពីហ្នឹងមកសពរបស់លោកវិញ្ញាណក្ខន្ធហ្នឹងក៏មិនទៅសោយសុគតិភពបានស្រួលដែរព្រោះមានការឆ្លោះគ្នាពីរឿងលុយអង្គាសលុយដើម្បីជួយចាត់ដីលោកបណ្ឌិតកែមលីហ្នឹងផងឥឡូវប្អូនប្រុសរបស់លោកបណ្ឌិតកែមលីហ្នឹងក៏បង្កើតគណៈបកនយោបាយចូលជាមួយនឹងរដ្ឋាភិបាលកម្ពុជាឥឡូវអញ៉ៃពេញទឹកពេញដីហ្នឹងវិញ្ញាណក្ខន្ធគាត់វល់គ្មានទីបញ្ចប់ហើយក្រុមស្អី100រាត្រីហ្នឹងដែលជាក្រុមដែលអះអាងថាយកមរតកបណ្ឌិតកែមលីយកមកអនុវត្តហ្នឹងក៏คล้ายទៅជាក្រុមយុវជនដើរបំផ្លាញឆ្កឹះឆ្កៀលគណៈបកនយោបាយចង់ឲ្យគេរំលាយគណៈបកនយោបាយដែលកកើតថ្មីនឹងណាមកទៀតដែរដូច្នេះរឿងនេះគឺវិញ្ញាណក្ខន្ធគាត់នឹងនៅវល់គ្មានទីបំផុតទេបងប្អូនបាទឥឡូវនេះព័ត៌មានបញ្ចប់គឺតកតងនឹងព្រះមហាក្សត្រខ្មែរនឹងយាងត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញនៅដើមខែកក្កដាឆ្នាំខាងមុខនេះគឺនៅសតប្រមាណមួយសប្តាហ៍ជាងទៀតតែប៉ុណ្ណោះព្រោះនេះបើតាមការអះអាងរបស់លោកជាធិរិទ្ធដែលជាអ្នកនាំពាក្យរបស់លោកហ៊ុនសែនដែលក្រោយពីលោកហ៊ុនសែនទៅបំពេញដូចថាទស្សនកិច្ចនៅប្រទេសចិនដើម្បីបានទៅគាល់ព្រះមហាក្សត្រផងលោកជាធិរិទ្ធថាព្រះមហាក្សត្រមានព្រិចសុខភាពប្រសើរឡើងច្រើនហើយដែលអាចនឹងយាងត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី3ខែកក្កដានេះជាមួយនឹងសម្ដេចម៉ែដូច្នេះរឿងនេះក៏ធ្វើឲ្យលោកហ៊ុនសែននឹងបាត់តួនាទីជាប្រមុខរដ្ឋស្ដីទីចាប់ពីពេលព្រះមហាក្សត្រយាងមកប្រទេសកម្ពុជាវិញហើយតែយ៉ាងណាមួយរយៈពេលនេះលោកហ៊ុនសែនបានប្រើប្រាស់ឱកាសដែលព្រះមហាក្សត្រកំពុងតែបញ្ឈួនសម្រាប់ព្យាបាលព្រាជរោគនៅទីក្រុងប៉េកាំងនេះគឺគាត់សម្រុកចោះជួបក្រុមប្រឹក្សាគុំសង្កាត់ធ្វើដូចថាពេលវេលាហ្នឹងគឺមានតែប៉ុណ្្នឹងឯនៅក្នុងជីវិតចុងក្រោយរបស់គាត់អញ្ចឹងគឺថាសម្រុកចោះទៅគ្រប់កន្លែងហើយមានសារងើបមួយវាយមួយបានពី3ដងទៀតដើម្បីចេញជាសារនយោបាយលៀបពណ៌គណៈបកប្រឆាំងប្រមាណពេលហ្នឹងគឺរឿងធ្វើសង្គ្រាមជាមួយថៃដែលគេថាអត់បានធ្វើសង្គ្រាមនិយាយទៅគឺថាប្រសាចប្រមាណពេលហ្នឹងគឺលោកហ៊ុនសែនឆ្លៀតឱកាសបានយ៉ាងកក្រឹកកក្រែងធីបលោកហ៊ុនម៉ាណែតចោលបានដើម្បីឲ្យបង្ហាញថាលោកហ៊ុនម៉ាណែតជាអាយ៉ងពិតប្រកបដោយការដែលយើងស្មានមែនឥឡូវនេះគឺបន្តទៀតសំណួរព័ត៌មានចុងក្រោយតកតងនឹងនៅអាមេរិកឯនេះទេគឺដំណឹងពីជនដែលកិច្ចខ្លួន2នាក់ពីសមត្ថកិច្ចប៉ូលីស FBI ដែលប៉ូលីសសំទោសប៉ូលីស FBI កំពុងតាមរកនោះគឺមិនទាន់ចាប់ខ្លួនបាននៅឡើយទេឯពានរង្វាន់ប្រាក់រង្វាន់ 100,000 សំទោស $150,000 នោះក៏នៅរងចាំបងប្អូនដែលមានដំណឹងតម្រុយទី1តកតងនឹងការចាប់ខ្លួនរបស់ស្ត្រីជនជាតិសញ្ជាតិអាមេរិកដើមកំណើតវៀតណាមម្នាក់គឺឈ្មោះ Emily Thai ស្ត្រីរូបនេះត្រូវបានប៉ូលីស FBI ឲ្យដឹងថាប្រហែលជាកំពុងតែលាក់ខ្លួននៅឯប្រទេសវៀតណាមព្រោះព័ត៌មានចុងក្រោយគេបានដឹងថាគាត់នៅជាប់តម្រុយទីតាំងនៅឯប្រលានយន្តហោះនៅឯ Las Vegas ព្រោះអីគាត់លួចដោះអាកងដាក់ចាប់ GPS នៅជើងរបស់គាត់ក៏វត្តចោលទៅគេចាប់ទីតាំងនឹងបានប៉ុន្តែគាត់អាចនឹងឡើងយន្តហោះចាក់ចេញពីសហរដ្ឋអាមេរិកបាត់ទៅហើយអាចនៅប្រទេសវៀតណាមហើយរង្វាន់នេះគឺ$150,000សម្រាប់ចាប់ស្ត្រីនេះបងប្អូនស្ត្រីនេះអត់ទាន់ចាប់បានទេអញ្ចឹងកុំអាលខកចិត្តថាបាត់រង្វាន់ហ្នឹងបើសិនជាដឹងព័ត៌មាននេះខ្ញុំឃើញការផ្សាយមួយរយៈពេលចុងក្រោយនេះហាក់បីដូចជាផ្សាយថាស្ត្រីរូបនេះត្រូវបានអាជ្ញាធរ FBI ចាប់បានទៅហើយមិនទាន់ទេបងប្អូនហើយឥឡូវនេះមិនត្រឹមតែចាប់ស្ត្រីហ្នឹងមិនទាន់បានទេគឺមានបុរសម្នាក់ទៀតដែលចូលរួមឬក៏នៅក្នុងគេហៅថាក្រុមនៃការឆបោកលុយរាប់រយលានដុល្លារបុរសម្នាក់នេះគឺឈ្មោះថាលោកKhalid Ahmed Satari លោក Khalid Ahmed Satari នេះគឺជាមេខ្លោងធំមួយទៀតនៅក្នុងអំពើឆបោកតាក់ទងនឹងវិស័យសុខាភិបាលអាមេរិកនេះដែលសប្តាហ៍ថ្ងៃនេះ FBI អាមេរិកសង្ស័យថាកំពុងតែលាក់ខ្លួននៅប្រទេសអារ៉ាប់រួមព្រោះអីលោកមិនជាប់ការដាក់កងដៃឬកងជើងដើម្បីចាប់ទីតាំងអីទេព្រោះអីគាត់ត្រូវបានតុលាការឃុំខ្លួននឹងផ្ដន្ទាទោសអីសុំទោសចាត់ការអីម្ដងហើយគាត់ថាអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្នដោយសារតែដាក់ប្រាក់រំលោះអីអញ្ចឹងក៏ប៉ុន្តែឥឡូវនេះគឺគាត់រត់គេចខ្លួនហើយគាត់ឆបោកប្រាក់រហូតដល់ទៅ$547 លាន
បាទច្រើនមែនតើស្ត្រីមិញគឺឆបោកប្រាក់តែ$142 លានទេគឺស្ត្រីអាមេរិកដើមកំណើតវៀតណាមឈ្មោះ Emily ថៃនេះតែលុយចូលកប៉ៅស្ត្រីរូបនេះបើឆបបោកអស់$140 លានជាងមែនប៉ុន្តែចូលកប៉ៅគាត់បានតែ$95 លានទេតែបរិះម្នាក់នេះវិញគឺអាមេត Khalid Ahmed Satari នេះគឺគាត់បោកអស់ទៅ$500 លានជាងគឺ$547 លានគឺលុយគាត់ទាំងអស់តែម្ដងយកប្រមូលកើបជាមួយនឹងក្រុមឡាបូគាត់បើកបន្ទប់ឡាបូបន្ទប់ពិសោធន៍ធ្វើតេស្ត DNA ធ្វើតេស្តឈាមអីហ្នឹងយកលុយតែពីក្រុមហ៊ុនធានារ៉ាប់រងទៅមនុស្សអត់ឈឺអីក៏គាត់ចេះតែធ្វើទៅបោករាប់ឆ្នាំមិនមែនមួយឆ្នាំទេបងប្អូនតែឥឡូវនេះគេដឹងព័ត៌មានហ្នឹងហើយកំពុងតាមចាប់អញ្ចឹងបងប្អូនណាដឹងព័ត៌មានដើម្បីឲ្យចាប់ស្ត្រីមិញនេះបានដែលដឹងថាប្រហែលជានៅវៀតណាមឈ្មោះ Emily ថៃហើយនឹងបរិះម្នាក់ដែលឈ្មោះថា Khalid Ahmed Satari នេះគឺទេទៅប៉ូលីស FBI លេខ1 800 225 5324បាទបងប្អូនខ្ញុំស្លេះការផ្សាយព័ត៌មានរបស់ខ្ញុំត្រឹមប៉ុណ្ណេះចោះយប់ជ្រៅហើយបងប្អូននៅប្រទេសកម្ពុជាខ្វះតែ20នាទីទៀតម៉ោង12យប់ទៅហើយយើងជួបគ្នានៅរាត្រីថ្ងៃស្អែកទៀតរាត្រីសួស្តីសម្រាប់បងប្អូននៅប្រទេសកម្ពុជាសូមទទួលទានដំណេកឲ្យលងលក់ស្កប់ស្កល់ស្អែកប្រឹងធ្វើការដើម្បីរកលុយសងមីក្រូហិរញ្ញវត្ថុទៀតបងប្អូននៅសហរដ្ឋអាមេរិកដោយសារតែនេះគឺជាចុងសប្តាហ៍ថ្ងៃពេលព្រឹកដូច្នេះសូមរីករាយថ្ងៃចុងសប្តាហ៍ទាំងអស់គ្នាយើងជួបគ្នាទៀតនៅរាត្រីនេះទៀតបាទសូមជម្រាបលា